ខ្ញុំនេះទីមួយខ្ញុំបង្ហាញតែ slide ខ្លីជូនទៅដល់បងប្អូនហើយលោកពូទាក់ទងនឹងវគ្គប្រដៅរឿងពេទ្យសត្វលោកពូដូចជាធ្លាប់ធ្វើការយូរហើយខ្ញុំក៏ពិតត្រូវសុំរៀនសូត្រពីគាត់វិញមិនត្រូវសុំរៀនសូត្រវិញសុំអធិស្ឋានជំរាបជូនតិចដែរគឺខ្ញុំរៀនចេញពីសាលាឆ្នាំ1997នៅសាលាកសិកម្មព្រៃលៀបហើយខ្ញុំបានបន្តទៅ Master Degree នៅចកាដូងហើយខ្ញុំចេញមកធ្វើការតាំង97ជាមួយនឹង NGO រហូតការខ្ញុំរៀនដំបូងគឺខ្ញុំរៀនខាង Agronomy ទេខាងសេដ្ឋសាស្ត្រប៉ុន្តែដល់ពេលខ្ញុំមកធ្វើការគឺខ្ញុំស្រឡាញ់ជាងគេគឺផ្នែកបសុព្យាបាលនឹងឯងហើយក៏ធ្លាប់បានចិញ្ចឹមសត្វជាគោជាជ្រូកជាមាន់អីចឹងណាអញ្ចឹងយើងធ្វើការតាមដានទៅរហូតទៅហើយជាពិសេសគឺបងប្អូនឲ្យបុគ្គលិកទោះបីជាបងប្អូនរៀនខាង Agronomy ក៏ដោយខាង Sustainable Agriculture ក៏ដោយគេហៅនិរន្តរភាពកសិកម្មនោះគឺត្រូវតែរៀនអំពីផ្នែកទាំងអស់អញ្ចឹងខ្ញុំគ្រាន់តែសូមជម្រាបជូនថាទីមួយគឺខ្ញុំចង់ឲ្យបងបានជ្រាបថាពេលដែលយើងចូលទៅដល់វគ្គបណ្ដុះបណ្ដាលនេះបងត្រូវដឹងថាគឺទូនាទីភារកិច្ចរបស់ភ្នាក់ងារសុខភាពសត្វភូមិទៅធ្វើអីខ្លះខ្ញុំគិតតែគាត់មកហ្នឹងគឺជាសិតតែអ្នកបានរៀនផ្នែកពេទ្យសត្វទេខ្ញុំគិតថាអញ្ចឹងណាបាទអត់អីទេហើយទី2គឺអាចចូលរួមផ្ដល់ចំណេះដឹងបន្ថែមសម្រាប់បងប្អូនផ្នែកដែលបានរៀនហើយមួយទៀតយើងចង់ឲ្យមានការបង្កើនសេវាព្យាបាលនៅក្នុងសហគមន៍ទាំងមូលតែម្ដង You understand អូខេហើយខ្ញុំទៅទៀតបាទអញ្ចឹងយើងមាន3ហ្នឹងដែលសំខាន់ក្នុងវគ្គបណ្ដុះបណ្ដាលនេះហើយលោកគ្រូគាត់បង្ហាញសំទោសម្ដងបង្ហាញបដ ாய் បាទហើយគាត់បង្ហាញយកលើសពីអ្វីដែលជាគោលបំណងនឹងទៅទៀតឯនោះបាទហើយបងអូនមើលនេះទៅពិតពេលដែលយើងធ្វើជាពេទ្យសត្វពេលភ្នាក់ងារសុខភាពសត្វភូមិយើងមានតួនាទីមួយចំនួនដែលយើងត្រូវតែអនុវត្តជាចាំបាច់ហើយជាដាច់ខាតបាទបងប្អូនខ្លាយទៅជាអ្នកពេទ្យសត្វមិនថានៅក្នុងពេទ្យសត្វរបស់គម្រោងរបស់អង្គការធារាក៏ដោយពេទ្យសត្វរបស់សហគមន៍ក៏ដោយពេទ្យសត្វទីណាក៏ដោយវាជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយទៅដល់សហគមន៍នៅក្នុងតំបន់នៅក្នុងរបស់យើងដែលយើងជួយទី1យើងធ្វើការសម្ភាសកសិករដើម្បីឲ្យស្វែងយល់អំពីដំណើរការនៃការវិវត្តជំងឺយើងធ្វើជាពេទ្យសត្វមិនទៅដល់កាន់ថ្នាំម្ដងចាក់ឯងមិនអញ្ចឹងទេគឺត្រូវសួរគាត់ថាតើជំងឺដែលកើតមកដំបូងនឹងដោយសារអីមានបញ្ហាអីខ្ញុំអត់ទាន់ចូលរឿងការងារបច្ចេកទេសទេលោកគ្រូគាត់បរៀនរឿងបច្ចេកទេសចាក់បច្ចេកទេសអីនឹងច្រើនហើយតែខ្ញុំគ្រាន់បន្ថែមពីលើថាទីមួយត្រូវដឹងតួនាទីរបស់យើងសិនបើយើងជាបុគ្គលិករបស់អង្គការក្តីឬក៏ជាមន្ត្រីការិយាល័យឬក៏មន្ត្រីរបស់មន្ទីរក្តីឬក៏ជាអីក្តីគឺមុននឹងទៅព្យាបាលសត្វគេយើងត្រូវសិក្សាពីប្រវត្តិហ្នឹងសិនមិនមែនទៅដល់យើងចាក់គេភ្លាមនេះភ្លាមទេទី2គឺត្រូវធ្វើរោគវិនិច្ឆ័យយើងត្រូវធ្វើ statistic ទៅលើ disease diagnosis ថាតើវា cause ដែល disease ហ្នឹងមកពីអីបញ្ហាជំងឺហ្នឹងមកពីអីរោគសញ្ញាហ្នឹងវាកើតឡើងពីអីយើងច្បាស់លាស់ទេយើងមានបញ្ហាហ្នឹងទេហើយបញ្ហាហ្នឹងវាយ៉ាងម៉េចអញ្ចឹងมันជាទូទៅពេទ្យមុននឹងគេចាក់ថ្នាំគេសួរយើងសិនណាគេយក stato គេយកអាទៀប1ម៉ែត្រទៅ1វាស់ដឹងថាកម្ដៅយើងប៉ុន្មានវាស់ដំបូងគឺកម្ដៅបណ្ដោយវាស់ទី2តកតងនឹងសម្ពាធឈាមតកតងទៅនឹងអីលាក់បេះដូងលាក់មួយទៀតត្រូវធ្វើការពិនិត្យនិងព្យាបាលជំងឺទូទៅជាតួនាទីរបស់យើងបាទព្យាបាលជំងឺទូទៅណាហើយចំណុចមួយទៀតចូលរួមក្នុងការចាក់វ៉ាក់សាំងការពារជំងឺសត្វបងកុំភ្លេចថាពេទ្យសត្វមិនមែនថាខ្ញុំតួនាទីពេទ្យសត្វទៅដល់ដឹងតែចាក់ឯងមិនមែនទេមិនអញ្ចឹងទេគឺត្រូវធ្វើការចាក់វ៉ាក់សាំងសត្វដើម្បីការពារជំងឺការផ្ទុះជំងឺនៅក្នុងសហគមន៍នោះគឺជារឿងសំខាន់ជារឿងចម្បងមុនដែលយើងអនុវត្តក្នុងការចាក់ថ្នាំហើយយើងត្រូវផ្ដល់ដំបូន្មានដល់អ្នកចិញ្ចឹមសត្វហ្នឹងទៅដល់កសិករហ្នឹងអំពីរបៀបចិញ្ចឹមរបៀបថែទាំអីលាក់បាទទូនទីរបស់យើង
ហើយយើងត្រូវចុះតាមដាននឹងរាយការណ៍អំពីជំងឺឆ្លងនៅក្នុងសហគមន៍របស់យើងទាំងអស់អានឹងបានយើងហៅថាជាពេទ្យសត្វមិនពេទ្យសត្វទៅដល់ដឹងតែចាក់យកទៅប្រាក់គេយកទៅលុយហើយវាមិនមែនទេមិនទាន់ត្រូវជាទូនទីនឹងទេបាទហើយនៅក្នុងពេទ្យសត្វទាំងពេទ្យសត្វស្រុកក៏ដោយពេទ្យសត្វនៅក្នុងសហគមន៍ក៏ដោយពេទ្យសត្វនៅក្នុង NGO ក៏ដោយក្នុងអង្គការនានាក៏ដោយគឺត្រូវធ្វើកិច្ចសហប្រតិបត្តិការគ្នានៅក្នុងមូលដ្ឋានអ្នកដែលមានជំនាញទាំងពេទ្យសត្វឯកជនក្តីពេទ្យសត្វការិយាល័យពេទ្យសត្វមន្ទីរកសិកម្មខេត្តឬក៏ក្រសួងឡាក់ព្រោះមានតែពេទ្យសត្វដែលនៅក្នុងភូមិទេដែលគាត់បានដឹងរឿងនឹងច្បាស់បើផ្ទុះជំងឺនឹងកើតឡើងទៅធ្វើម៉េចបាទក្រសួងលោកនឹងមានចាត់វិធានការដោយសារគាត់មានគេហៅថាទូនាទីនិងភារកិច្ចហើយគាត់មានឋានានុក្រមក្នុងក្របខ័ណ្ឌការងាររបស់គាត់បាទទៅខាងសហគមន៍ឬក៏ឋានៈដឹកនាំក៏ដូចជាអ្នកដែលពាក់ព័ន្ធនឹងគាត់ទទួលស្គាល់ថាពិតជារឿងនឹងកើតឡើងមែនពីព្រោះគាត់មានការបង្ហាញខ្ញុំតិចខ្ញុំមានការបង្ហាញអំពីជំងឺមួយដែលវាផ្ទុះឡើងថ្មីនេះមួយទៀតសរុបរួមគឺតួនាទីរបស់ភ្នាក់ងារពេទ្យសត្វសុខភាពសត្វភូមិនេះគឺមានសារៈសំខាន់ក្នុងការផ្ដល់សេវាសុខភាពសាធារណៈជូនទៅដល់ប្រជាពលរដ្ឋអញ្ចឹងបងប្អូនដែលរៀនទោះបីបងប្អូនមិនទាន់ខ្លាយទៅជាអ្នកពេទ្យសត្វចាក់ថ្នាំសត្វឲ្យគេក្តីឬក្តីបងប្អូននៅពេលដែលបងប្អូនខ្លាយទៅជាអ្នកនេះគឺតួនាទីបងប្អូនដែលសំខាន់គឺផ្ដល់សេវាព្យាបាលសុខភាពថែទាំឬក៏ធ្វើម៉េចឲ្យប្រជាកសិករនេះជាពិសេសគឺអ្នកនៅក្នុងតំបន់ដាច់ស្រយាលគាត់បានទទួលសេវាពីយើងបាទទទួលសេវាពីយើងហើយខ្ញុំមានកម្រងមិញនេះជួបលោកពេជ្រប្រុសដែរគាត់ទៅប្រជុំរតោខ្ញុំមានកម្រងថាគ្រប់ពេទ្យសត្វនៅទូទាំង7ឃុំទាំងអស់នឹងអញ្ជើញជួបទាំងអស់ហើយពេទ្យសត្វណាដែលគាត់មិនសូវសកម្មមិនគូណាផ្ដល់អាជ្ញាប័ណ្ណបន្តឲ្យគាត់ទេគូរើសអ្នកថ្មីអញ្ចឹងណាបងពីព្រោះអីយើងទទួលបានពេទ្យសត្វនេះដើម្បីឲ្យគាត់ជួយដល់សហគមន៍ប៉ុន្តែនៅពេលមានផ្ទុះជំងឺឬមានគេអញ្ជើញគាត់ទៅព្យាបាលសត្វក៏អត់បានផ្ដល់សេវាជូនផងហ្នឹងហើយយើងមានតែចំនួនហ្នឹងបាទក្នុងភូមិយើងនេះគេមានពេទ្យសត្វគេមានតាំងពីសម័យតាំងពីមុននោះគេមានពេទ្យសត្វតាមឃុំតាមភូមិដល់ស្ថិតិខ្ញុំអត់ចាំទេបងគឺលុត្រាខាងពេទ្យសត្វគាត់មានស្ថិតិរបស់គាត់អញ្ចឹងបងបាទមានពេទ្យសត្វមួយគឺគាត់បានទទួលវគ្គបណ្ដុះបណ្ដាលហើយមានវិញ្ញាណបត្រត្រឹមត្រូវដែលចេញពីតាមស្ថាប័នឬពីតាមអង្គការនានាខ្លះទៀតគាត់អត់ទេគាត់អាចបានទៅរៀនទៅក៏គាត់ចេះទៅក៏គាត់ទៅព្យាបាលទៅក៏គេហៅគាត់ថាពេទ្យសត្វដែរអញ្ចឹងទៅប៉ុន្តែវាមានពេទ្យសត្វដែលបានទទួលស្គាល់ហើយមានឈ្មោះក្នុងមន្ទីរហ្នឹងគឺគាត់អត់បានបំពេញក្នុងតួនាទីរបស់គាត់ហ្នឹងទេខ្ញុំពិភាក្សាគ្នាឡើងវិញថាត្រូវតែធ្វើបច្ចុប្បន្នភាពហើយមិនគួរណាឲ្យគាត់ទទួលបានចំណេះដឹងហើយទទួលបានអាជ្ញាប័ណ្ណឬក៏សញ្ញាបត្រឬក៏ការទទួលស្គាល់បំទីឲ្យទុកឲ្យគាត់នៅតែអញ្ចឹងហើយអត់ហ៊ានរើសបន្តឲ្យអត់ត្រូវទេខ្ញុំគិតថាបងប្អូនហ្នឹងគឺគាត់មកពីបណ្ដាឃុំផ្សេងដែរហ្នឹងណាបាទខ្ញុំដឹងថាមកពីខាងនេះទេហើយខ្ញុំគាត់បង្ហាញមួយទៀតតាក់ទងទៅនឹងតាក់ទងការធ្វើរោគវិនិច្ឆ័យមិនខ្ញុំបង្ហាញពីតួនាទីភារកិច្ចណាហ្នឹងណាដើម្បីឲ្យបងប្អូនដឹងថាតែពិតទោះបីគាត់មានចំណេះដឹងប៉ុណ្ណាក៏ដោយគាត់ត្រូវសួរអ្នកចិញ្ចឹមនេះសិនមានន័យថាអញ្ចឹងណាបងប្អូននៅពេលដែលបងប្អូនទៅព្យាបាលសត្វបងប្អូនមិនមែនទៅដល់គឺបងប្អូនធ្វើការចាក់ថ្នាំភ្លាមដោយមិនបានសួរគាត់ទេគឺត្រូវសួរទៅដល់អ្នកដែលគាត់ជាអ្នកចិញ្ចឹមមិនយើងគាត់ដឹងរឿងច្រើនណាហើយទាក់ទងនឹងការធ្វើរោគវិនិច្ឆ័យយើងមានតែពីរទី1គឺយើងពិនិត្យទៅលើស្លាកស្នាមរបស់សត្វតើសត្វនឹងមានបញ្ហាអីវាមានរបួសឬក៏វាមានជួនកាលវាចេញពងបែកជួនកាលវាគេហៅស្អុយកញ្ចក់ដោយយើងនិយាយថាអីជំងឺអត់ក្តាមច្រើនណាស្អុយកញ្ចក់ស្អុយមាត់អីលក្ខណៈហ្នឹងគឺយើងមើលហ្នឹងទី2គឺវាស់លើសីតុណ្ហភាពអូនឯងធ្វើជាពេទ្យសត្វបើទៅដល់ទៅទេឡតកាន់តែថ្នាំទៅមិនទេមិនអញ្ចឹងទេបាទគឺត្រូវតែមានតាំងពី
tiệp một mặt mẹ buộc cầm náo thấy nhé vốn bà mẹ buộc cầm náo sạch chưa bị xe nên để cháu đã tam luôn hai miền năm thì dân đã tam bà nhóm prop từ cái càng này đi nấu ông ca thì xuất bằng pơi năm cao bằng pơi là năm pi pon một pi pon bảy của mùi pram năm của mùi năm trong nó mùi ráng cứ quát và đo và đá quát oi pết sát một biển không biển nhưng riêng du năm du bà định bằng gì ta pết sát rau cà riêng du này một cái lực riêng thằng một cái lực đập pin riêng thằng có phần tay nè để ai ta tu ca nghe năng ban nutra thì nè chọn hay khai khi mình pết sát mà nè bằng tiền ngân nú cứ quát pết sát thì mình nó còn mau bị chịu mau bị thái quát chết thật sát cho đấy hay còn một nè thằng nó quát sau mình cả chạp rong này sao quát cứ thắc quát mình nè chầm quát còn là chỉ nè mà thôi ca chỉ môi cùng rong thì phần tay sẽ mèo nhóm cứ nhóm chạp vào rong nhóm chầm sát luôn ấy chầm chuốc về nước nhóm chầm chuốc chầm món anh như miền mê chuốc đào bùn pê lên à nông nằm pi nằm nằm cao bùn buồn pi pon nữa chứng dần riêng nó cứ riêng hết riêng nhóm chăm mối tiết bong bố mẹ đây khơi sẽ bồn cổ thì lẹ sẽ bồn cổ mà nó thôi mày lẹ sẽ bồn cổ xuân tình người bà nhọt vào chỗ hay nên cái thương mà chết mà này cái này đang nghe đó bà học quân vào quân mà bồn là lọc khơi nhé lọc khơi cho bồn chụp lẹ nhé sọc đấy lọc khơi chụp để lẹ plok hàng cao màu lẹ sạch về du tao thum tàu ấy lọc hay cái thương mày cho nó dạ vô bên đề ok good giờ nè bà flop đề ấy flop hay chốt chi ấy đó lọ nè luôn ấy đi bò xạ cùng bọc luôn ấy bà ở cùng hơi điên dùng khăn đấy nè khi nhóm màu rồi sẽ bồn cô nó kháng không màu khai bát bòn dừng lâu gào sẵn cắt bọt cô ơi cả nắng cư lục ru pang cầm số qua riêng vì Việt Nam còn phải riêng buộc nhom chu con du nam hay trong miền là nhà bạch nàyเป็ดสัตว์này buộc trong riêng agro bà hay về lúc con non trong từ mơ tàu cái hao con oi từ chui rồi nhà số bồn cô nâng lần nữa với bờ sân dân mình che dân mình đăng á dân ở đăng tha dân là thương mày kì bà dân miền tật mũi cái hao tập bộ tật năng sầm mẹp liêng sầm ạt về sân chẳng nó vô bà thầy về bồn thì máu cố về chập ở đầm đua hay gọi miền cầm làng thì hay của dân về môn đường rồi số bồn đường trôi từ vĩnh từ miền là biệm nông ca rồi hai trâu liêng sầm ạt đây sầm ạt ấy nâng thằng o đã được cọ đã ấy sầm ạt hơi đừng ó mình chập ở đầm rồi trôi dân pra đại với na số bồn tàu thằng na ấy thằng na chẳng á bạn các bạn ăn vọt mới trăm rồi hột bạn chơi người chơi ồ bà chẳng có thầu cả tiền chính là chẳng thì lệ sập bồn một đài chẳng ở ca bên châu sập bồnตัวนี้คือchia cả này câyสำคัญพอดบ่เนี่ยจำเนียงเป็ดสัตว์พุ่มคลาก็อดเฮียเลยอดลายbà con ta nhâm chụp những nhóc đầu hàng về đồng chơi cô cắt kháng bà nhâm tàu có đà giúp quạt mặt tang rồi te hay dương pung cây nọc tục suối con ta có tạ bong chui tới nhưng riêng là mình chọn tàu đáy và nó cười à học vậy để quạt mặt đầu te hơi cua tàu quạt còn dương là vơi pika nghe trăm thằng ai phó hay là pung một độc bí pung pin đi xuống đó hay quân tâm đại trường cô đại nắng đó thì chắc nữa hả đôi mình tự chui quạt cả hay dương quạt trên một thằng bao nhiêu chun bao nhiêu rồi ở tại tàu khi như ăn uống trong tàu á thằng bọn mà chỉ việc năng tê mà chỉ tê đó là lệ bên đây đừng sao ta sầm ram sao tận đấy con ta ở trong chơi crew đài được crew vây lóng bà còn miền ở sao còn bên sao chơi chẳng còn
đại khái tôi cho score so rồi score so giống tôi rồi lừa sập bầu nó đậm bay liền với sân lại máu biên sầm hẻm biên đây chọt chớ đó chẳng dừng cho score so liên chạm bị lớn đó dừngแต่ចឹងទុកឲ្យមកសទុះស្ករសក្នុងវាប្រតិកម្មជាមួយស្បូនហ្នឹងជំរុះកំតិចនឹងចេញដោយសារយើងដាំទឹកក្តៅអ៊ុនបាទដាំទឹកក្តៅអ៊ុនលុកដៃឲ្យអ៊ុនហើយបើយើងបានលើកគោហ្នឹងយើងធ្វើសឡុងមួយហើយឲ្យអញ្ចឹងយកកម្មាក៏បានឬក៏បាវធំមួយបាវកញ្ចៅដាក់ពីក្រោមហើយយើងជួយលើកច្រើនគ្នាដែរឲ្យវាឈរបាទយើងចូលកើតបាទបញ្ចូលកដាលហ្នឹងទៅក្នុងសឡុងហ្នឹងបានយើងចាក់ទឹកលាងច្រើនដងស្ករសទឹកក្តៅនោះលាងតទៅអស់ឲ្យស្អាតបាទត្រឹមត្រូវហើយយើងត្រៀមសម្ភារៈពេទ្យសត្វណាដូចមានប៉ាំងដូចមានដូចគុំមានផ្សាសអញ្ចឹងឧបករណ៍មួយសិតសម្រាប់ពេទ្យសត្វដូចគុំមានផ្សាសអញ្ចឹងតាំងពីថ្នាំតាំងពីអីសពបែបសពយ៉ាងថ្នាំបំបត្តិហើយចាប់ថ្នាំព្យាបាលថ្នាំតាំងអាយ៉ូឌីនអីយូរមកសិតរបស់សត្វហ្នឹងគឺត្រូវតែមានទៅជាមួយអញ្ចឹងយើងធ្វើការញាត់ដោយលោកគ្រូមានផ្សាសអញ្ចឹងញាត់បន្តិចម្ដងតាមសង្វាក់វាហើយធ្លាក់មកដូចពោះគោយើងញ៉ាំអញ្ចឹងហើយយើងរីកប៉ុន្តែមានអីណាជាងពិបាកដែរមកញាត់អស់យូរណាយូរមិនធម្មតាដែរប៉ុន្តែកម្លាំងចូលរួមក៏បន្តិចដែរជួយគ្នាពោះគោទម្ងន់ 4-500 គីឡូត្រូវតែការលើកឲ្យបានត្រង់ខ្លួនបាទអញ្ចឹងខ្ញុំអរគុណបាទអរគុណច្រើនបាទពេលហ្នឹងសិតអ្នកធ្លាប់មានបទពិសោធន៍បាទបញ្ចុះឲ្យដេទៀតអ្វីដែលខ្ញុំចម្លែកមួយទៀតដែលខ្ញុំរៀនបានគឺគាត់យកដបស្រាបៀអង្គរបាទគាត់ដើម្បីកុំឲ្យស្បូនធ្លាក់តទៀតដាក់ដបចូលហើយរួចហើយយើងដេប្រដាប់បន្តពូជហ្នឹងដើម្បីកុំឲ្យធ្លាយដបបាទដល់ប្រហែលរយៈពេលជាមួយអាទិត្យហ្នឹងគឺយើងត្រូវកាត់ដបហ្នឹងកាត់ទៅវាធ្លាក់ដបមកវិញបាទហ្នឹងបានន័យថាជាបច្ចេកទេសមួយដែលខ្ញុំរៀនបានរឿងទី2តាក់ទងរឿងជ្រូកដែលបងអូននិយាយអំពីការវះជ្រូកខ្ញុំបានធ្វើច្រើនដងដែរជាមួយនឹងតាក់ទងនឹងការចុះកាលនោះគឺខ្ញុំមានប្រអប់ថ្នាំសត្វនៅរហូតហើយខ្ញុំបានបង្រៀនដល់បងថ្លៃខ្ញុំមួយនឹងក្មួយគាត់ជាបាលសត្វខ្ញុំរវល់ច្រើនដែលចុះទៅជាបាលឆ្នាំ98 99 2000ហ្នឹងណាបាទជាមកឬអង្គត្រជាបាលគឺនេះអញ្ចឹងអូខេឥឡូវយើងចូលមកដល់យើងវិញខ្ញុំគ្រាន់តែជាការបង្ហាញមួយដើម្បីជួយបងប្អូនក៏ពិតយើងមានជំងឺផ្សេងដែលវាកើតឡើងទៅលើសត្វបងមើលតាក់ទងជំងឺអង្ត្រាក់ឬក៏គេហៅថាជំងឺឈាមខ្មៅសំទុះតែពេលនេះគឺឈាមខ្មៅបាទជំងឺឈាមខ្មៅនេះគឺបងប្អូនមើលគឺវាជាប្រភេទជំងឺមួយដែលយើងពិបាកព្យាបាលបាទយើងពិបាកព្យាបាលណាជំងឺនេះគឺខាងក្រសួងលោកបានចេញពីសេចក្តីណែនាំឲ្យមានការប្រុងប្រយ័ត្នទៅលើជំងឺនេះដែលអ្នកពេទ្យសត្វយើងត្រូវតែយល់ថាជំងឺធំមានជំងឺមួយចំនួនដែលយើងតែងតែជួបនៅលើសត្វដូចខ្ញុំលើកតាក់ទងទៅនឹងជំងឺឈាមខ្មៅឬក៏គេហៅថាជំងឺអង្ត្រាក់ជំងឺនេះគឺឆ្នាំ2025យើងបានកើតដូចជាដើមឆ្នាំ2024នេះបងហើយបាទ24បាទជំងឺនេះហើយថៃក៏បានចេញរឿងនឹងមកដែរអញ្ចឹងពេទ្យសត្វត្រូវយល់រឿងកិច្ចការអស់ហ្នឹងហើយជំងឺហ្នឹងគឺវាបង្កមានបញ្ហានៅក្នុងឈាមហើយតមកវាចេញរោគសញ្ញានៅលើសត្វបាទហើយយើងមានថ្នាំសម្រាប់ការព្យាបាលប៉ុន្តែរឿងដែលសំខាន់គេឲ្យយើងមានវ៉ាក់សាំងសម្រាប់ការចាក់ការពារទៅលើសត្វរឿងដែលសំខាន់យើងខ្លាចផ្ទុះពីសត្វហើយឆ្លងមកមនុស្សមួយទៀតណាអញ្ចឹងក្រសួងលោកបានចេញលិខិតសម្រាប់ខ្ញុំទាញឲ្យធំតិចបងប្អូននឹងឃើញប៉ុន្តែខ្ញុំគ្រាន់តែបង្ហាញទេថាអានេះគេហៅថាជំងឺអង្ត្រាក់បាទជំងឺទៅលើគោហើយជំងឺនេះអូនមើលជាទូទៅគឺជំងឺឈាមខ្មៅឬក៏ជំងឺអង្ត្រាក់នេះដែលរោគសញ្ញារបស់វាគឺសត្វអាចនឹងស្លាប់រយៈពេលតែ2 ទៅ 3 ម៉ោងដល់ពេលដែលកើតហើយបាទហើយសត្វភាគច្រើនគឺងាប់ភ្លាមនៅពេលដែលកើតជំងឺហើយយើងគិតមើលប្រជាពលរដ្ឋចិញ្ចឹមគោហើយគោមួយតម្លៃឡើង1 លានជាង2 លានខ្លះឡើងថ្លៃលើនឹងទៀតកាលសម័យដែលគោថ្លៃហើយបើវាងាប់លឿនវាមានបញ្ហាហើយយើងមានហូរឈាមតាមប្រដាប់បន្តពូជអីលក្ខណៈ
ឬក៏តាមមាត់តាមរុនពូតឡាក់នឹងឡាក់ដែលយើងមើលទៅគួរឲ្យខ្លាចបាទហើយវានឹងងាប់ភ្លាមនៅពេលដែលវាមានសភាពជំងឺនេះចាប់ផ្ដើមវាកើតឡើងវាយូរអញ្ចឹងយើងអ្នកពេទ្យសត្វក៏យើងត្រូវដឹងពីហ្នឹងណាគេអាចមើលឃើញបាក់តេរីហ្នឹងនៅពេលដែលគេធ្វើគំនិះឈាមយើងវាអត់មានមីក្រូទស្សន៍មើលទៅវាមានស្ថានភាពអញ្ចឹងដែលគេរកឃើញជំងឺអង់ត្រាក់នេះនៅមន្ទីរពិសោធន៍បាទអញ្ចឹងបើនៅខាងយើងនៅវិទ្យាស្ថានពិសោធន៍របស់នៅខាងភ្នំពេញឬក៏យុវដ្ឋានគេមាននៅគេមានឡាបូបាទមានឡាបូហើយបើនៅជប៉ុនទៀតក៏រឹតតែពិសេសទៀតតែជឿនលឿនបាទហើយអ្វីដែលគេកាលណាកើតជំងឺហ្នឹងគឺយើងមើលឃើញគឺគោប្រឈមទៅនឹងគ្រោះថ្នាក់ផ្សេងហើយជាពិសេសគឺវាអាចឆ្លងពីមួយទៅមួយដែរហើយជាវិធីគឺយើងចាក់អង់ទីយ៉ូទិកពាក្យថាអង់ទីយ៉ូទិកជាប្រភេទថ្នាំដែលចាក់សម្រាប់ព្យាបាលអញ្ចឹងណាបាទវាមានប្រភេទថ្នាំច្រើនថាទោះតែតើយើងចាក់ថ្នាំអីសម្រាប់ការព្យាបាលគឺមានប្រភេទថ្នាំហ្នឹងណាបាទដើម្បីបំបត្តិហើយយើងមានជាបង្ហាញមួយទៀតទៀតតាក់ទងទៅនឹងជំងឺបោកខ្យល់មួយទៀតមិញឃើញលោកគ្រូគាត់ទៅសេលោកបោកខ្យល់មែនទេខ្ញុំគាត់សង្ខេបទៅនេះបាទជូនទេខុសជាស្រ័យខ្ញុំបាទយើងសូមបន្ថែមតទៅវិញបាទដោយសារលោកគ្រូបង្ហាញមកមានអត្ថប្រយោជន៍ខ្លាំងណាស់ព្រោះជំងឺអង់ត្រាក់នេះបើសិនជាយើងញ៉ាំសាច់មិនបានចម្អិនឲ្យបានឆ្អិនល្អទេបណ្ដាលឲ្យឆ្លងមកមនុស្សជំងឺនេះកាយសាហាវត្រង់ថាជំងឺនេះអត់ដឹងឈឺទេប៉ុន្តែស្លាប់ភ្លាមបាទប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍គឺឈាមអត់ងាយកកទេជំងឺដែលបង្កដោយអង់ត្រាក់នេះឈាមអត់ងាយកកគឺរាវហើយសាច់នៅតែទន់ដូចអត់ស្លាប់អញ្ចឹងធម្មតាសាកសពទាំងឡាយទាំងពួងណាដែលបង្កដោយវីរុសឬបាក់តេរីផ្សេងក្រោយតែ3ម៉ោងក្រោយវារឹងប៉ុន្តែទុកប្រហែលក៏អត់រឹងដែរដូចជាសត្វនៅរស់តែម្ដងអញ្ចឹងណាចំណុចពិសេសបងប្អូនជាពេទ្យត្រូវធ្វើកាត់ចំណាំពីនេះទៅអរគុណលោកគ្រូបានបង្ហាញព្រោះនេះបង្កដោយវីរុសហើយវាសាហាវហើយសំខាន់នៅប្រទេសថៃកើតច្រើនហើយមនុស្សក៏កើតច្រើនដែរឆ្លងពីនឹងដោយសារយកសាច់សត្វហ្នឹងទៅវិសាអត់បានដូចគាត់អត់បានទៅពិនិត្យមើលក្នុងឡាបូអញ្ចឹងហើយសត្វធាតុមិនដឹងថាតើគាត់មានច្បាប់គាត់វាមិនដើម្បីឲ្យចរាចរណ៍សាច់ប៉ុន្តែប្រទេសគេអត់ទៅញ៉ាំផងបើជួនកាលអាសាច់អញ្ចឹងមកប្រទេសណាដែលសេដ្ឋកិច្ចខ្សោយណាបាទអរគុណលោកគ្រូសូមជឿបាទពុំមានចម្ងល់អីទេឡើយណាប្រយ័ត្នប្រយែងណាយើងសួរថាពិបាកណាស់ដែលស្រុកយើងនាំសัตว์ចូលនាំសាច់ចូលជាច្រើនមិនដឹងប្រភពមកពីខាងណាខ្លះតែប៉ះពាល់ទៅដល់សុខភាពការហូបចុកដោយលោកគ្រូក៏លើកឡើងអញ្ចឹងខ្ញុំបង្ហាញមួយទៀតតាក់ទងទៅនឹងជំងឺបោកខ្យល់ជំងឺបោកខ្យល់ហ្នឹងវាកើតឡើងចំពោះសត្វពាហនៈមានគោមានក្របីមានជៀមមានពពែមានអីឡាក់ជាពិសេសគឺកើតទៅលើពពួកសត្វពាហនៈហើយជំងឺនេះវាកើតទៅពី6ទៅ24ខែបាទវាងាប់បាទន័យថាវាច្រើនតែកើតនៅលើអាយុវាគឺ6ទៅ24ខែមានន័យថាចាប់ពី6ខែឡើងទៅនេះនៅក្នុងការសិក្សាថាជាផ្នែកវិទ្យាសាស្ត្រទេអញ្ចឹងណាបងមានន័យថាសត្វក្របីនេះនៅពេលដែលយើងឬក៏គោឬក៏ពពែនៅពេលយើងចាំចាប់ពី6ខែទៅចាប់ដើមកើតមានបញ្ហាក្នុងដំណាក់កាលហ្នឹងហើយបើវាកើតហើយតែ12ទៅ24ម៉ោងងាប់បាទបោកខ្យល់ហ្នឹងគេហៅថា black lang ហ្នឹងណា black lang ជំងឺហ្នឹងណាហើយជំងឺហ្នឹងគឺធ្វើឲ្យសត្វនេះគ្រុនក្តៅដែលមានសីតុណ្ហភាពវាឡើងដល់41អង្សាវាធ្វើឲ្យសត្វហ្នឹងគឺចាប់ផ្ដើមមានបញ្ហាចុះមិនតើយើងមើលមិនដឹងដល់41ចុះបើយន្តយើងគ្មានទេ1ម៉ែត្រវាស់យើងមើលមិនដឹងហើយបើធ្វើពេទ្យសត្វអត់មានអាហ្នឹងវាស់យើងបានអីសំអាងទៅចាប់ដៃទៅប៉ះទៅកាន់ទៅស្ទាបមិនត្រូវទេឈឺជើងអត់ស៊ីចំណីហើយសត្វអត់ទំពាអៀងលាក់អញ្ចឹងណាបងហើយមួយទៀតសត្វហ្នឹងគឺភាគច្រើនគឺវាហើមកឬមួយក៏វាហើមស្មាបាទហើយ
នៅពេលដែលយើងទៅស្ទាបអានេះទៅស្ទាបអានេះទៅអាកន្លែងសាច់អាកន្លែងវាហ្នឹងវាគ្រីបគ្របអាកន្លែងដែលវាហើមសាច់វាដូចខ្យល់អញ្ចឹងបាទយើងទៅស្ទាបវាទៅវាចឹងឯងបាទខ្ញុំកាលនៅធ្វើខ្ញុំអនុស្សាវរីយ៍ច្រើនខ្ញុំមិនសូវបាននៅផ្ទះទេបងប្អូនមកហៅព្យាបាលសត្វក៏ពិតធ្វើពេទ្យសត្វនេះហើយនឹងពេទ្យមនុស្សខុសគ្នាពេទ្យមនុស្សចាក់ភ្លាមយ៉ាងយូរគេឲ្យលុយភ្លាមហើយមិនយ៉ាងយូរទេគេឲ្យលុយឲ្យអរគុណទៀតប៉ុន្តែពេទ្យសត្វនេះចាក់ឲ្យជាពាក់ខ្ញុំអ្នកជាពាក់ច្រើនហើយអ្នកដែលគាត់ជាពាក់ហ្នឹងគឺនៅភូមិកំពង់7ចិត្តផ្ទះខ្ញុំឯទាំងអស់ហ្នឹងឯងខ្ញុំមកចាក់នៅកំពង់7នៅអូសាឡៅនៅអូខ្ជិយតែខ្ញុំចាក់ថ្នាំច្រើនខ្ញុំមានប្រអប់ថ្នាំប៉ុន្តែដល់ពេលយូរទៅអ្នកជាពាក់គាត់ឲ្យទៅចាក់សិនហើយខ្លះទីគាត់ចាក់រាប់មួយជុលទៀតណាគ្រូណែមកមួយជុលប្រហែលបើសិនជាយើងទិញថ្នាំពពួកថ្លៃពួកថ្នាំបារាំងវាអស់កំហាត់វាអស់ថ្លៃហើយបាទដល់ពេលសត្វខ្លះគាត់ចាក់តែវីតាមីនគាត់ចាក់តែមួយជុលទៅគាត់គិតប្រហែល 3000 ឬ 5000 ទៅវីតាមីនមានអីថ្លៃពួក ADE B complex សម្រាប់វាមានកម្លាំងគាត់រាប់មួយជុលនឹងទៀតបាទហ្នឹងជាបច្ចេកទេសទេដូចពេទ្យយើងចូលចិត្តជួសេរ៉ូមអញ្ចឹងដាក់សេរ៉ូមមកភ្លឹបបូកសេរ៉ូមយ៉ាងច្រើនអស់ 15000 ឃើញទឹកលឿងថ្លៃបាទថ្លៃហើយគិតយើងប្រហែល 60000 មកកំ ប្លោកឬអស់តែ 12000 ទេបងអូនខ្ញុំទៅពេទ្យអញ្ចឹងគាត់ថាបងដាក់សេរ៉ូមគឺយកលុយស្រួលប៉ុន្តែយើងឲ្យមានឆន្ទៈជាអ្នកជាមហាសត្វផងកុំចង់បានលុយពីកសិករក្បត់ឧត្តមកតេខ្លួនឯងតែប៉ុណ្្នឹងទេជាបាលគាត់ឲ្យអស់លទ្ធភាពបាទកុំគិតថាទៅជាបាលហើយគេអត់បានសល់ទេហើយថ្នាំជាបាលវាគឺអាម៉ុកស៊ីលីនបាទគេហៅអាម៉ុកស៊ីប៉ែនអាហ្នឹងគឺជាអំបូរថ្នាំពពួកអាម៉ុកឆ្នាំនេះចុះសួរថាចាក់ប្រមាណពួកឯងមើលនៅក្នុងពេលដែលទិញថ្នាំហ្នឹងមកដឹងហ่ะវាមាន10ទៅ20 cc នៅក្នុងទម្ងន់សត្វប្រមាណអញ្ចឹងទៅគេប្រាប់នៅលើហ្នឹងហើយពួកឥឡូវថ្នាំនោះវាមានក្រុមហ៊ុនគាត់ចេញមកច្រើនមកខ្ញុំប្រាប់ថានៅក្នុង100គីឡូគេឲ្យចាក់20គីឡូ20 cc តែថ្នាំខ្លះវាប្រើកំហាប់តិចវាអត់ប្រើអញ្ចឹងប៉ុណ្ណឹងទេសំខាន់ចេះមើលនៅក្នុងផ្លាកសញ្ញារបស់10ថ្នាំយល់ខ្ញុំនិយាយទេបងទាំងអស់គ្នាជ្រាបទេបាទហ្នឹងហើយខ្ញុំបង្ហាញជំងឺមួយទៀតចុះបាទទាក់ទងទៅនឹងជំងឺសាទឹកបាទជំងឺសាទឹកហ្នឹងគឺជាទូទៅសត្វនៅពេលដែលវាមានបញ្ហាហ្នឹងគឺវាឈរមានន័យថាសត្វហ្នឹងគឺវានៅមួយកន្លែងសត្វជំងឺសាទឹកហើយវាគ្រុនក្តៅពេលយើងទៅមានឧបករណ៍វាស់កម្ដៅទៅគ្រុនក្តៅហើយវាហៀទឹកមាត់ហៀសម្បោខ្លាំងក៏ពិតយើងពិបាកដែរដល់ពេលយើងព្យាបាលយូរទៅបានយើងដឹងថាអូអាសាទឹកក្តីអា black lung អាជំងឺបោកខ្យល់អីវាស្តៀងគ្នាក្តៅខ្លួនដូចតែគ្នាអូនត្រូវចាំឲ្យតែសត្វតែឈឺមិនដែលខ្លួនត្រជាក់កម្រគឺក្តៅខ្លួនមនុស្សយើងអញ្ចឹងដែរតែបើសិនទៅត្រជាក់ខ្លួនខ្លាំងអានឹងខុសប្រក្រតីមានបញ្ហាអីបានត្រជាក់អាហ្នឹងមានបញ្ហាបាទតែភាគច្រើនជំងឺដែលកើតដំបូងគឺមេរោគដែលធ្វើទៅគឺធ្វើឲ្យប្រតិកម្មធ្វើឲ្យកម្ដៅខ្លួននឹងឡើងហៀទឹកមាត់ហៀសម្បោខ្លាំងសត្វពិបាកដកដង្ហើមកដែរហើមពោះទៀតចាមុនហើមដែរចាំមិនបានមើលមិនបានដឹងថាអាហ្នឹងវាជាប្រភេទសាទឹកអាហ្នឹងប្រភេទបូកខ្យល់បាទគាត់ថាបូកខ្យល់នៅដោយបងអូនថាយើងសកត់ទៅវាលឺសុកវាជ្រិចអញ្ចឹងណាបាទហើយដាតវាធ្លាក់មិនមែនធ្លាក់ចេញពីមាត់ទៅបាត់ទេមានន័យថាវាដាតវាទាំងហក់ដូចគីអញ្ចឹងហ្នឹងហើយកុំថាឆ្កែប្រូហ្នឹងហើយទាំងហក់ហើយសត្វហ្នឹងងាប់រយៈពេលពី6ទៅ24ម៉ោងដែរជំងឺនេះមកវាធ្ងន់ធ្ងរណាមានបញ្ហាអញ្ចឹងហើយការព្យាបាលគឺយើងត្រូវតែព្យាបាលជាបន្ទាន់បាទហើយថ្នាំដែលព្យាបាលនេះ Nofenicol អូនជួបហើយអូនជួបនៅជើងបាទជួបហើយណាជួបនៅគ្រូដាក់ភ្លាមបាទបើជឿលោកគ្រូគាត់នឹងនៅក្នុងប្រសាអីគេបាទក្រុមសម្រាប់ក្នុងបាក់អាក់បាទអញ្ចឹងជួបហើយអូនណាបាទជួបហើយណាគ្រូដាក់មកចំបាទអញ្ចឹងគ្រូគាត់បានខ្ញុំគាត់ណារំលឹកវិញបាទ
Chả bé bọn anh mà riêng phết sắt thì mũi tàu vô làm pi và phết krom tham thiệt bà krom tham đôi ru còn lực làng chứ tôi chưa một phết để dương ai chua dương hay ai công bà rom ta riêng phết sắt bọn anh riêng bay ngay trong che vô phliếm nghe tê trong che đòi chạ tham chia ba luôn ai du tàu viên nó mong riêng dương tê vô việc ấy và nó chia bị sát ôn trâu sắc xa và tham tiết sắc xa và tham nhé sắc xa xoay vô và tham bà ơi cặp bích anh ấy cứ dân trâu thơ bạn sang chùm ngư xa tức nắng chịch tiên tốt vì trâu thơ của mùi khai mà đòn mà năm trâu thơ phi đòn chỉ riêng rồi của mùi khai mà đòn em bao vô là ó cứ thôi là môn là đầu tiên tụi bò mềm xàm mày chứ á cái miền đó vô cái miền nè văn tay còn tha vì muốn cái miền on ca cái quam trồ bỏ cái xuông đèm đỏ cái xuống á vũ chẳng thằng nam nó cứ đo oi môi mẹp ca chạo vạ sang ngoài thay ní dương miền tài vạ sang để quam trồ để chi ai giật cho lời chừng người sky school dương chạ ban chiêng mà mơn có ba là tu trang sọc sầm lột bà chẳng chạ chẳng sky phóng tiếng mà phong sky phong mà phong áไอ้ปนเรียนเป็ดสัตว์แต่เปิดขยมจัดน้ำยมจัดได้ขยมคลายอย่างที่ขยมจัดไก่ขยมมันจองจัดที่ไก่bị khăm ឆ្មាខ្វាច bà chma bị khoai ខ្វាចខ្ញុំតែថ្ងៃចាក់មួយបងពេជ្រប្រុស bà ប៉ុន្តែខ្វាចទៅយើងទៅភ្លាមទៅដល់គេអត់យកលុយទេជាសិតឲ្យលុយជំនួសចាក់វ៉ាក់សាំងការពារនៅជាប់នេះគ្រូ bà ពេទ្យធំជាង bà បាទ ចឹងហ្នឹងបងប្រយ័ត្នប្រយែងប៉ុន្តែហើយចាក់គោទៀតខ្ញុំធ្លាប់គោធាក់ឡើងណានៃពេលយើងទៅចាក់គោក៏ដែរត្រូវប្រយ័ត្នដែរក៏ពិតការដែលយើងរៀនធ្វើជាពេទ្យសត្វត្រូវរៀនរបៀបចាក់ត្រូវរៀនរបៀបកាន់ថ្នាំត្រូវរៀនរបៀបទុកដាក់ថ្នាំព្រោះតែចំណាំមើលទៅពេទ្យសត្វណាដែលទៅចាក់ថ្នាំហើយក្នុងប្រអប់ថ្នាំគាត់មិនដែលលៀងគឺពេទ្យសត្វនឹងខ្ជិលតែម្ដងគឺគាត់យកទៅពេទ្យសត្វគឺជាអ្នកចម្លងជំងឺច្រើនជាងគេបំផុតពីពួកគាត់ទៅចាក់ថ្នាំគ្រប់កន្លែងទាំងអស់ហើយក៏ទៅស្ទើរកន្លែងឈឺជាភ្នាក់ងារតែគាត់ហើយទៅមើលអាសារ៉ាងអាប៉ាំងគាត់អាស្អីគាត់ហ្នឹងគឺគាត់អត់លៀងអត់សម្អាតអត់អីនេះខ្ញុំបានថាឲ្យបងថាខ្ញុំបងខ្ញុំនេះខ្ញុំបានខ្ញុំថាបងឯងធ្វើជាពេទ្យសត្វមិនទៅទេចឹងទេគឺត្រូវលៀងត្រូវសម្អាតអាកន្លែងសម្រាប់ដាក់អាប៉ាំងសម្រាប់ដាក់ត្រូវយកមកសម្អាតទឹកក្តៅអីនឹងលៀងឲ្យស្អាតបាត់ខ្ញុំយើងយកទៅចាក់ថ្នាំទៅតពួកបងឯងទៅចាក់ពីកន្លែងមួយទៅកន្លែងមួយបងឯងជាអ្នកទៅច្រឡងជំងឺទៅកន្លែងគេចឹងយើងធ្វើពេទ្យសត្វយើងត្រូវយល់ពីអាហ្នឹងណាយល់ទេបងប្អូនទាំងអស់គ្នាមានតែបងប្អូនទេទៅថ្ងៃក្រោយបាទតែជាទូទៅគាត់ចាក់ហ្នឹងហើយចាក់ហើយបើថាមកដល់ផ្ទះគាត់ត្រូវតែរៀបចំលាងសម្អាតអត់អីទេស្អែកហ្នឹងគាត់ស្ពាយទៅចាក់ទៀតបាត់បាទហើយជួនអានៅក្នុងប្រអប់ប៉ាំងមកគាត់ហ្នឹងពួកបេតាឌីនវាធ្លាក់មកអង់ទីប៊ីតិកវាធ្លាក់មកវាកពុកមកវានៅប្រឡាក់នៅអីហ្នឹងយុទ្ធហើយទៅលាង no អត់ធ្វើអញ្ចឹងទេណាអត់ធ្វើអញ្ចឹងទេបាទដោយសារបងប្អូននេះគឺខ្ញុំបង្ហាញកន្លែងនេះតិចចុះណាកន្លែងនេះកន្លែងដែលសំខាន់បាទខ្ញុំលើកនៅក្នុងថ្ងៃនេះគឺខ្ញុំលើកតាក់ទងទៅនឹងរឿងគោសិនចាញ់ពីគោវាមានជ្រូកវាមានពពេមានមន់អីច្រើនណាស់នៅក្នុងខ្ញុំលើកពីសត្វធំដែលដោយសារហើយបានខ្ញុំលើករឿងគោក៏ពិតខ្ញុំបដោតថាគម្រោងរបស់ធារាគាត់មានគម្រោងខាវបាំងបាទធនាគារគោ I see the project new project is how the cow bank is already have support document from chief of Samlo district you have already done yes chicken bankជ្រូកពពែអូខេនៅសម្លុតអត់មានគោទេអូអញ្ចឹងសម្លុតអត់មានគោទេអញ្ចឹងយើងមានគម្រោងគោថ្មីជាមួយនឹងកូរ៉េផាក់អាគ្នា yes operate with Korea អូខេ operator Korea ក្រុមមួយដែលយើងក្រុមនេះដោយសារខាងនោះគេធ្វើអត់នេះទៅយើងស្លុកឲ្យយើងបានអនុវត្តហើយឬនៅទេតម្លៃនេះអត់ទាន់បានធ្វើប៉ុន្តែសូមកិច្ចfor the cow bank is already done or implemented in your project or not yet
in Cambodia right now yes in 2025 ehអរគុណឥឡូវជំរាបជូនបងប្អូនបន្តិចណាបងប្អូនជាយុវជនណាបងខ្ញុំជំរាបបងបន្តិចពេលណាបងប្អូនចេះព្យាបាលសត្វប្រាក់អត់ខ្វះចាយទេខ្ញុំបញ្ជាក់ទៀតណាបងណាបងរៀនជំនាញនេះគឺជំនាញដែលបងថ្ងៃក្រោយទៅគឺទៅព្យាបាលហើយព្យាយាមបន្តទៀតចុះណាបងមើលតកតងទៅនឹងវ៉ាក់សាំងដែលគេនិយាយអំពីវ៉ាក់សាំងដែលរដ្ឋាភិបាលដែលតែងតែឲ្យយើងធ្វើការចាក់វ៉ាក់សាំងទៅលើសត្វគោនេះគេមានពេលវេលាចាក់គេត្រឹមត្រូវដូចជាជំងឺអុតក្តាមគេឲ្យធ្វើវ៉ាក់សាំងចន្លោះពីខែមករាដល់ខែមីនាឃើញទេហើយពីខែវិច្ឆិកាដល់ខែធ្នូនេះគឺពេលវេលាដែលយើងត្រូវចាក់វ៉ាក់សាំងសត្វពេលវេលាចាក់វ៉ាក់សាំងសត្វជាប្រតិទិនដូចយើងប្រតិទិនអីមករាកុម្ភៈមីនាអញ្ចឹងណាបាទអានេះវាជាក្បួនជាខ្នាតវាជាអ្វីដែលជាបទដ្ឋានបច្ចេកទេសរបស់ក្រសួងដែលគេមើលឃើញនៅកម្ពុជាគឺវាត្រូវធ្វើចឹងប៉ុន្តែខ្លះថាខ្ញុំបានចាក់នេះមកចាក់ខែមេសាវិមិថុនាក៏គេចាក់បានដែរតែគេចាក់នេះដើម្បីទប់ស្កាត់ជំងឺហ្នឹងដែលវានឹងកើតឡើងច្រើននៅក្នុងដើមរដូវភ្លៀងបាទអញ្ចឹងអត់ក្តាមឲ្យច្រើនកើតនៅក្នុងដើមរដូវភ្លៀងអញ្ចឹងវ៉ាក់សាំងដែលវាមានប្រសិទ្ធភាពរយៈពេលមួយសប្តាហ៍ពីរសប្តាហ៍ឬក៏មួយខែពីរខែមុនវាល្អបាទមានផ្សេងសត្វឈឺមិនយើងទៅចាក់ទេតែដល់ពេលនេះឈឺទៅចាក់អត់កើតទេទីពីរសារទឹកគេមានបាទយើងមានគាត់គេបង្ហាញតាំងបន្ទាត់ក្រហមបន្ទាត់ខៀវនេះគេគ្រាន់ប្រាប់ថាសារទឹកវគ្គទី1យើងធ្វើនៅខែហ្នឹងដែរវគ្គទី2យើងអាចធ្វើនៅក្នុងខែហ្នឹងបានទៀតដែរប៉ុន្តែគេមានចន្លោះពេលអញ្ចឹងណាបងបាទចន្លោះពេលបានន័យថាគេចាក់រំលឹកអានេះដែរហើយបានយើងចាក់មកទៀតនៅក្នុងខែវិច្ឆិកានិងខែធ្នូឃើញទេកន្លែងពាក្យថាចុះអាបន្ទាត់ក្រហមបន្ទាត់ខៀវបន្ទាត់អីហ្នឹងវាមិនបាទវាគ្រាន់ជានិមិត្តសញ្ញាទេនិមិត្តសញ្ញាដែលគេបញ្ជាក់ក្នុងនេះគេថាចាំខ្ញុំបញ្ជាក់នេះសិនណារីឯជំងឺឈាមខ្មៅគាត់ត្រូវធ្វើចាប់ពីខែមករាដល់ខែមីនាដល់ខែមេសាទៅក្នុងកំឡុងពេលហ្នឹងមានន័យថាយើងធ្វើក្នុងខែហ្នឹងខែណាក៏បានដែរមានន័យថាអញ្ចឹងណាបាទគឺទៅមួយឆ្នាំធ្វើតែម្ដងហ្នឹងឃើញទេភាសាទឹកនេះមិនវាច្រើនដងឃើញទេបាទហើយបោសខ្យល់យើងធ្វើតែ2ដងឯងនេះនៅខែមករាមួយហើយនឹងយើងធ្វើនៅក្នុងខែចន្លោះខែកញ្ញារហូតដល់ខែធ្នូអញ្ចឹងអាវ៉ាក់សាំងនេះវាសំខាន់បាទយើងត្រូវបើយើងចិញ្ចឹមសត្វយើងត្រូវតែធ្វើបាទហើយគេនិយាយនៅក្នុងនេះគឺច្បាស់ណាវ៉ាក់សាំងមានប្រសិទ្ធភាពចាប់ពីប្រហែលថ្ងៃរយៈពេលវាគឺ10ទៅ12ថ្ងៃដែលយើងត្រូវប្រើហើយបានន័យថាបើសិនវ៉ាក់សាំងមាន់ជាទូទៅយើងធ្វើវ៉ាក់សាំងហើយរយៈពេលមួយអាទិត្យក្រោយយើងចាក់បានទៀតបាទហ្នឹងហើយបានន័យថាបើយើងតែយើងមិនចាំតែចាក់វ៉ាក់សាំងទី1មួយអាទិត្យក្រោយយើងចាក់ម្ដងទៀតយើងមានវ៉ាក់សាំងមាន់យើងធ្វើតែ3ដែលសំខាន់ញូកាសញូកាសអត់ហើយនឹងអាសន្នរោគកូឡេរ៉ាគេណាវាមានញូកាស Fallpox ហើយជាមួយនឹងហុកកូឡេរ៉ាហើយវាមានវ៉ាក់សាំងសម្រាប់រលាកផ្លូវដង្ហើមវ៉ាក់សាំងវាប៉ុន្តែវ៉ាក់សាំងដែលសំខាន់3ហ្នឹងឲ្យយើងបានធ្វើគឺប្រសើរបំផុតតែវ៉ាក់សាំងគោវិញគឺអត់ក្តាមសារទឹកឈាមខ្មៅហើយនឹងបោសខ្យល់ប៉ុន្តែឃើញកន្លងមកឃើញក្រសួងគាត់មានឲ្យធ្វើវ៉ាក់សាំងអត់ក្តាមហើយនឹងវ៉ាក់សាំងសារទឹកក៏មានដែរយើងទៅ4ហ្នឹងប៉ុន្តែខ្ញុំឃើញឡងឃើញនៅគម្រាមនោះនៅគម្រាមមានច្រើនទៅទៀតគឺនោះថាសារទឹកហើយនឹងអត់ក្តាមទេបាទពូបាទហ្នឹងហើយសារទឹកហើយនឹងអត់ក្តាមច្រើនបាទបងស្វាត់គាត់បានមកចឹងគាត់ប្រកាសប្រាប់គាត់ប្រកាសហើយហ្នឹងហើយបាទប្រកាសប្រាប់ចឹងមកគាត់ចែកចាយឲ្យដល់ចាក់ពេញនឹងមកបាទចឹងបងប្អូនហើយចំពោះវ៉ាក់សាំងបងដឹងថាវ៉ាក់សាំងមិនមែនជាប្រភេទថ្នាំដែលយើងចាក់នេះណាអាហ្នឹងជាចាក់សាច់ដុំពួកហ្នឹងណាគេថាបាទឥឡូវខ្ញុំទៅ
បាទកូពីមេរៀនឲ្យគាត់ហ្នឹងគ្រូនេះមានមេរៀនឲ្យគាត់ហើយ បាទគ្រូបាទដោយសារ ហ្នឹងអាហ្នឹងចាំជូនទៅតាមនេះក្រោយចុះ បាទគ្រូបាទនេះគាត់ឲ្យធ្វើសិស្សគាត់ម្នាក់មាន តាម សុំជិះ បាទគ្រូបាទហ្នឹងហើយ គាត់មានអបានហ្នឹងគាត់មានមូលដ្ឋានគ្រឹះក្នុងការព្យាបាលសត្វបាន បាទចាំបងទៅមើលឯកសារលោកគ្រូបន្តទៀតណាបងហ្នឹងហើយបាទឯកសារគាត់បន្តឯកសារនេះគឺជាផ្នែកមួយសម្រាប់ជួយយើងជាផ្នែកមួយសម្រាប់ពេលយើងទៅព្យាបាលសត្វបាទឥឡូវខ្ញុំចូលទៅដល់កន្លែងមួយទៀតតាក់ទងទៅនឹងចាប់បាទក្នុងការចិញ្ចឹមសត្វខ្ញុំលើកជាទូទៅទាំងពេទ្យសត្វក្តីទាំងអ្នកចិញ្ចឹមសត្វក្តីគឺបងអូនសំខាន់តាក់ទងទៅនឹងការអនាម័យដំបូងសិនអនាម័យសំខាន់ណាស់បើយើងចិញ្ចឹមសត្វយើងអត់មានអនាម័យទីកន្លែងសត្វអីនៅទេចិញ្ចឹមបានទេខ្ញុំឃើញអ្នកបាត់ដំបងជាពិសេសអ្នកបន្ទាយមានជ័យដែលខ្ញុំធ្វើការនៅបន្ទាយមានជ័យឆ្នាំ2000ដល់2003ខ្ញុំនៅបន្ទាយមានជ័យហើយរហូតមកទៀតហើយអ្នកបាត់ដំបងយើងនិយមចិញ្ចឹមសត្វដែលខ្ញុំមកនោះក៏អត់សូវធ្វើដបូលសត្វទេធ្វើសត្វអុកក្រលឬអ្នកកោះកឡអ្នកមងឬអ្នកបណ្ណន់ចឹងទៅហើយឲ្យសត្វនៅក្នុងហ្នឹងទៅក៏ពិតអត់ធ្វើអញ្ចឹងទេដេកហាលភ្លៀងអត់ទៅធ្វើអញ្ចឹងទេគឺវាជាការនាំមកនៅជំងឺនាំមកនៅបញ្ហាជាច្រើនសត្វវាត្រូវមានការអនាម័យត្រូវមានទ្រុងត្រូវមានទីកន្លែងត្រូវមានកន្លែងហើយត្រូវសម្អាតកន្លែងហ្នឹងម្ដងទៅពីរដងបាទប៉ុន្តែខ្ញុំឃើញឪពុកខ្ញុំនៅជាមួយគាត់គឺគាត់អាសាមុជទឹកឲ្យគោគាត់មុជទឹកឲ្យគោគាត់ដុសគាត់សម្អាតទម្លាប់ខាងខ្ញុំគឺគេយកចិត្តទុកដាក់ណាស់បាទខ្ញុំនិយាយចំខ្ញុំម្នាក់បាត់ដំបងទេខ្ញុំនៅបាត់ដំបង97ប៉ុន្តែឪពុកខ្ញុំនៅចិញ្ចឹមគោឪពុកតាំងពីតូចខ្ញុំអ្នកតកែវទេខ្ញុំចេញមកបាត់ដំបងឆ្នាំ97ក្រោយពីរៀនចប់ខ្ញុំជាប់ការងារមកទីនេះរហូតអញ្ចឹងអ្នកទីនោះគឺអត់អញ្ចឹងទេគោគាត់គឺជាទូទៅគឺមានក្រោលត្រឹមត្រូវព្រឹបលឹមឡើងគេត្រូវបោសសម្អាតទាំងជ្រូកទាំងគោទាំងប្រពេងអីទាំងអស់បើចង់ចិញ្ចឹមឲ្យជោគជ័យគឺរឿងអនាម័យសំខាន់ណាស់បងប្អូនណាបាទខ្ញុំបញ្ជាក់ជូនបងប្អូនទាំងអស់គ្នាណាហើយថាតើយើងត្រូវទប់ស្កាត់ការឆ្លងជំងឺរាលដាលនៃជំងឺទៅលើសត្វហ្នឹងយ៉ាងម៉េចខ្លះបានយើងអាចធ្វើទៅបានចាប់ដើមនៅខែ កុំឲ្យទំទាស់ដល់ងាកពឹបដោយសារខ្ញុំរវល់ ជាបាលងាកពឹបទៅជាបាល នឹងគម្រោង ថាខ្ញុំរៀនពេទ្យសាស្ត្ររៀនឲ្យចេះជាបាលប៉ុន្តែរឿងដែលបងអូនសំខាន់ពេលដែលចុះទៅបើសិនជាយើងទៅដល់ជាបាលសត្វគាត់ថាតើសត្វរបស់គាត់ដាក់នៅវាម៉េចតើសត្វរបស់គាត់នៅជាមួយគ្នាទេឧទាហរណ៍ថាបងអូនទៅជាបាលជ្រូកគាត់ប៉ុន្តែមកទ្រុងហ្នឹងគឺយកអាជ្រូកឈឺនៅមួយជ្រូកជានៅហ្នឹងឯងអត់បានទេឆ្លងខ្លួនឯងឆ្លងត្រូវមានទ្រុងសម្រាប់សុវត្ថិភាពត្រូវមានការសម្អាតអនាម័យឲ្យបានត្រឹមត្រូវអាហ្នឹងទើបយើងត្រូវតែណែនាំគាត់បន្ថែមក្នុងសហគមន៍ជាពិសេសណាហើយក្នុងតំបន់ដែលមានជំងឺឆ្លងគឺបងប្អូនត្រូវបង្ខំត្រូវបង្ខាំងសត្វឲ្យដាច់ពីគ្នាចាំមិនគេនិយាយថាក្រុងមន់14ថ្ងៃសិនចាំឲ្យយើងចូលទៅដល់មន់ផ្សេងទៀតយល់ទេមិនន័យថាកុំអោយមន់នៅទៅនឹងអាឈឺដាក់មួយអាជាដាក់ជាមួយឈឺដោយព្រឹកមិញខ្ញុំចុះទៅកន្លែងអ្នកចិញ្ចឹមមន់បាទខ្ញុំអោយគាត់មានមន់វាមានទ្រុងមាន3ប្រភេទយើងត្រូវមានទ្រុងមន់សម្រាប់ទ្រុងកូនមន់យើងមានទ្រុងមន់ធំហើយនិងទ្រុងមន់ពូជហើយក្នុងទ្រុងមន់ហ្នឹងយើងមាន clinic ទ្រុងសម្រាប់ជាបាលមួយទៀតមានន័យថាពេលអត់ស្រួលត្រូវយកវាចេញទៅដាក់កន្លែងទ្រុងសម្រាប់ជាបាលមិនត្រូវដាក់ចូលគ្នាទេសត្វក៏អញ្ចឹងដែរអញ្ចឹងណាបងបាទតើតួងនឹងការអនាម័យនេះគឺយើងត្រូវធ្វើការលាងសម្អាតខ្លួនសត្វអីលក្ខនឹងលក្ខបាទហើយសូម្បីតែកន្លែងដែលយើងដាក់ឲ្យស៊ីជាកន្លែងសម្រាប់ឲ្យស៊ីទាំងប្រពេក្តីទាំងជ្រូកក្តីទាំងមាន់ក្តីទាំងគោក្តីដាច់ខាតត្រូវតែស្អាតយល់ទេបើពួកឯងចូលទៅធ្វើការជាមួយកសិករតែកសិករទៅដល់អាកធុនដាក់ឧបករណ៍ដាក់ចំណីគាត់ហ្នឹងមិនដែលលាងសោះឆ្នូកទឹកមន់គាត់ទៅសិតតែស្លែពួកឯងកុំទាន់ឲ្យទៅទៀតកុំទាន់ឲ្យទៅកសិករមួយទៀតឲ្យសោះ
ខ្ញុំចុះធ្វើការជាមួយក្រុមការងាររបស់គម្រោងនេះខ្ញុំថាបើធ្វើការជាមួយកសិករមួយឲ្យច្បាស់មួយកុំព្យាយាមទៅទៀតលេងទៅស្នូកទឹកគាត់ឲ្យសិតតែស្លែ3 4ថ្ងៃអត់ទាន់លាងផងបាទទៅមើលសបុកមន់របស់គាត់សិតតែអាចមន់ no ពុកតាន់ឲ្យទៅទៀតយើងកាន់កសិករ10គ្រួសារដាច់ខាតមួយថ្ងៃនៅជាមួយគាត់ក៏បានដែរហើយឲ្យគាត់ធ្វើការផ្លាស់ប្រែបន្តិចម្ដងពីការអនាម័យនេះជាមុនសិនការចាក់វ៉ាក់សាំងការពារសត្វយើងត្រូវមើលថាសត្វដែលយើងបានចាក់វ៉ាក់សាំងនេះយើងបានអនាម័យខ្លួនសត្វនឹងហើយដែរអត់បាទហើយសត្វនឹងវាមានអាការៈវាយ៉ាងម៉េចខ្លះជួនកាលសត្វនឹងឈឺយើងទៅចាក់ថ្នាំវ៉ាក់សាំងទៅចាក់អត់ចាក់ទេបកគោអុកស៊ីហ្សណេជ្រូកអុកស៊ីហ្សណេទៅចាក់វ៉ាក់សាំងអត់ចាក់ទេបាទហើយកន្លែងនេះយើងបានបញ្ជាក់ច្បាស់ក្នុងករណីដែលបើមេរោគឬក៏បាក់តេរីអង់ទីប៊ីតិកនឹងមានប្រសិទ្ធភាពលើវាហើយវាអាចនឹងបំផ្លាញបានយ៉ាងរហ័សមានន័យថាកន្លែងនេះបងប្អូនណាមានន័យថានៅពេលដែលបាក់តេរីឬក៏វីរុសចូលនៅក្នុងខ្លួនសត្វជំងឺដែលចូលក្នុងសត្វអានឹងងាយក្នុងការបំបែកហើយយើងមើលចុកខ្លួនគោប៉ុណ្ណាណីក្តៅខ្លួនដែរដំរីប៉ុណ្ណាណីក្តៅខ្លួនដែរដោយសារពពួកមេរោគពពួកបាក់តេរីឬក៏វីរុសជំងឺមួយចំនួនវាភ្នាក់ងារចម្លងបង្កឲ្យមានបញ្ហានៅក្នុងខ្លួនសត្វហ្នឹងបាទខ្ញុំគាត់សង្ខេបជូនទៅទងទៅនឹងជំងឺឆ្លងមួយចំនួនដែលយើងតែងតែកើតឃើញជាញឹកញាប់សម្រាប់គោក្របីគឺជំងឺអត់ក្តាមហើយជំងឺសាទឹកដែលលោកពូក៏លើកឡើងមិញឲ្យពីហ្នឹងបាទហើយនេះកើតទៅលើពពេលើអីហ្នឹងណាដែលយើងច្រើនតែហើមពោះច្រើនអីលក្ខណៈដែលមានណាបាទហើយគឺដូច្នេះយើងក៏ត្រូវតែធ្វើវ៉ាក់សាំងជាមុនត្រូវតែធ្វើការចាក់វ៉ាក់សាំងខ្ញុំលើកដំបូងគឺរឿងវ៉ាក់សាំងសិនរឿងខ្ញុំនិយាយពីរឿងវ៉ាក់សាំងជារឿងសំខាន់ចាំឲ្យក្នុងការព្យាបាលបន្តទៀតលោកគ្រូគាត់បានបញ្ជាក់បន្ថែមប្រឡងមកនឹងគាត់នឹងបញ្ជាក់បន្ថែមទៀតយើងត្រូវព្យាបាលរបៀបម៉េចមានជំងឺបោសខ្យល់ជាថ្នាំអីប៉ុន្តែរឿងដំបូងគឺត្រូវយល់ពីហ្នឹងគ្រូបានបញ្ជាក់រឿងវ៉ាក់សាំងនេះជាមួយគាត់ហើយចាពីម្សិលមិញនៅថ្ងៃនេះអត់ដល់ទេនោះណាអត់ដល់អញ្ចឹងខ្ញុំខ្ញុំទៅសិនណាបងណាបាទបាទអញ្ចឹងក្នុងនោះគឺក្រសួងគាត់មានគេហៅថាគោលការណ៍ឬក៏ចរាចរណ៍ណែនាំរបស់ក្រសួងហ្នឹងគឺឲ្យធ្វើចាក់វ៉ាក់សាំងសត្វជូនប្រជាពលរដ្ឋប៉ុន្តែមិនបានគ្រប់ទេលោកគ្រូគឺយើងខ្លួនយើងកុំចាំគេគឺយើងទិញយកមកចាក់ខ្លួនយើងទៅជំងឺអត់ក្តាមសាទឹកបើថាយើងដឹងហើយទិញយកមកចាក់មកហើយបើក្រសួងគេផ្ដល់ឲ្យយើងមិនគ្រប់យើងដល់យើងទិញបន្ថែមខ្លួនយើងទៅអញ្ចឹងណាបាទអូនមើលតកតងទៅនឹងជំងឺឈាមខ្មៅដែលខ្ញុំបានបង្ហាញមិញគឺបាក់តេរីមួយយ៉ាងដែលកើតទៅលើអាជំងឺហ្នឹងគឺឈ្មោះវា Bacillus បាទ Anthracis គេហៅចឹងបានគេហៅថាជំងឺអង់ត្រាក់ហ្នឹងមកពាក្យថា Anthrax Anthracis ហ្នឹងគឺជាបាក់តេរីគឺក៏ជាជំងឺម្យ៉ាងគេថាបុកខ្មែរយើងហៅថាជំងឺឈាមខ្មៅបាទជំងឺនេះពិបាកក្នុងការព្យាបាលហើយសត្វអាចងាប់ភ្លាម2ទៅ3ម៉ោងដូចខ្ញុំបានបញ្ជាក់ខាងដើមចឹងហើយការព្យាបាលសត្វហ្នឹងគឺយើងប្រើពពួកអង់ទីយ៉ូទិកក្នុងនេះយើងអត់បញ្ជាក់ថាអង់ទីយ៉ូទិកអីដែលខ្ញុំបានជិះមិញមានអីខ្លះមិញបាទវាមានពពួកអាម៉ុកស៊ីលីនបាទពីចឹងនៅក្នុងក្រុមបេតាស៊ូនបាទគឺយើងមានពពួកស្រាប់តូពពួកគឺនៅក្នុងពពួកថ្នាំព្យាបាលទាំងអស់ក្នុងហ្នឹងប៉ុន្តែអ្វីដែលគេណែនាំគឺយើងត្រូវតែធ្វើការព្យាបាលវាបាក់តេរីBacillus Anthracis ហ្នឹងវាស្ថិតនៅក្នុងក្រាមមុខណាបាទយើងយកមុខហ្នឹងមកប្រើបានបាទជំងឺនេះ
ọt đám cho năm tầng chứ lúc lúc đôi ban bằng hai hay ọt đám bạn đây là của bạn con khu chơi tham tiếp ọt đám ôn cho năm mới tha oi cho việc riêng tờ bảo mót oi cái chó này việc riêng khi hay nên cứ là bà chừng người đang cả là ngày bà khi mới nó không tung chỉ một vía đại việc cận miền là bà chừng người nâng hay chừng mới cái việc cận lang phi trán cái nó không đầu phiền đại việc cận lang trán bà cái mới nó nở bàng mọt lưỡi ấy lặng lặng cái lưỡi sạch tiếng của p tiếng ấy nó dừng tại nhà mơ đã bị chẳng này bà ấy anh ấy cứ chlong chúng người đi miền mình chlong đi chlong rồi xa sập bị đời đó bị chlong à mày rụng nâng bị tụ bị chọp cho nâng màu tụi ấy nâng lặng lặng nó cứ bị chọp bị chlong và to bà tại sao giờ đi hát nhưng mà nè rương đi môi tiệt nhưng mơ tiệt nghiệp ổn định đi lục cái áo yeah. Muốn nó khơi sạt một địa ru chẳng ấy là khơi chụp cô bọc bể địa mò ru vào đó hay dân đang địa đang mò bị ấy trên này à hả ok tìm muốn mò cái trên này mò bị ấy điện cái nào bị trên này pol tham của điện nó vui nữa và ấy điện có điện và ok lỡ cả này sẵn ất nó không luôn lỡ đọt ra đường sẵn ất sẵn cả này parasit vì nó không bị thua ở rịa đại rịa tao thương mày cho yêu mình sẽ mẹp chạy thêm đòn mày nè bà các bạn trim chị ơi lọp đây khơi sạch ôi cô ôi lọp chia ba rồi cố được chia ba đấy chỗ này một về nè bà chốt chơi vậy thì lọ vịt là cắt pra bạn trim ấy bà mà là cô là tiệt lọp sạch full nên cả thảo xin bạn tìm rồi ngày đó nè đó này ôn riêng thọ riêng sát này bị môn màu này mùi ghế và rồi ok đây đó này class គាត់នៅពេលដែលសัตว์ពុលកសិករយើងគាត់ត្រឡប់គាត់ខ្លះគាត់ឲ្យផឹកអីគេផឹកទឹកអីសัตว์ពុលបាទគោឆ្មាដាក់គោឆ្មាឲ្យផឹកចឹងទៅតែទៀតកសិករណាក៏គាត់ទម្លាប់ប្រើពពួកថ្នាំអូសំទោសគាត់ផឹកស្ករទៅខ្លះបាទទឹកខ្មុំទៅណាទៀតពិតនៅក្នុងវិជ្ជសัตว์គេមានថ្នាំសម្រាប់ចាក់សម្រាប់គេហៅថាទប់ស្កាត់ការពុលរបស់សัตว์មានថ្នាំហ្នឹងណាហើយរបស់មនុស្សបាទហើយថ្នាំហ្នឹងឈ្មោះខ្ញុំភ្លេចនេះថ្នាំហ្នឹងគេចាក់សម្រាប់ដូចយើងពុលអាហារអញ្ចឹងណាបងបាទដូចពុលអាហារថ្នាំយើងចាក់មានដូចជាអាត្រូពីនចាក់ត្រូវទេគ្រូហ្នឹងហើយបាទពពួកអាត្រូពីនទាក់ទងទៅនឹងការពុលបាទប៉ុន្តែពេលចាក់ហើយគឺចាក់ទៅតាមបរិមាណនីក្រូរបស់សัตว์បាទយើងចាក់ណាបាទតោះនេះខ្ញុំលើកមួយគាត់ណាជំរាបជូនចេះ
ពេលបងធ្វើជាពេទ្យសត្វត្រូវដឹងថាសត្វរាកហ្នឹងមកពីអីតើវារាកហ្នឹងរាកមកពីចំណីឬក៏រាកមកពីពុលថ្នាំឬក៏វារាកមកពីបាក់តេរីដែលវានៅក្នុងហ្នឹងដែលធ្វើឲ្យរលាកគេហៅថាប្រព័ន្ធផ្លូវរំលាយអាហារឲ្យរាកដូចមនុស្សយើងដែរនិយាយទៅសត្វដូចមនុស្សបងចាំចុះអញ្ចឹងជាទូទៅបើសិនជាក្នុងករណីវារាកដោយសារពពួកប៉ារ៉ាស៊ីតពពួកព្រូនពពួកតេនញ៉ាពពួកអីឡាក់វាមានហ្នឹងមែនយើងត្រូវធ្វើម៉េចគឺយើងត្រូវចាក់វាចុះយើងចាក់ម៉េចជាទូទៅនៅលើសត្វយើងត្រូវចាក់វារយៈពេលវាយ៉ាងតិចក៏3ខែក៏យើងចាក់ម្ដងដែរហើយកសិករខ្លះអត់ដែរចាក់ទេអូនចំណាំមើលទៅឲ្យតែសត្វវាឡើងរៀងអត់ឈឺប៉ុន្តែរៀងកពក់សាច់ទទួលហ្នឹងហើយប៉ារ៉ាស៊ីតច្រើនទេហើយមានគេមានចាយគោមានអីនឹងច្រើនចាក់ទម្លាក់វាបានម្សិលមិញខ្ញុំឲ្យឆ្កែខ្ញុំ6ខ្ញុំទិញថ្នាំឲ្យនេះថ្នាំទម្លាក់ចាយបងប្អូនធ្លាប់ឲ្យស៊ីទេបាទថ្នាំទម្លាក់ចាយឆ្កែថ្នាំហ្នឹងពេលបងប្អូនទៅឲ្យកន្លងមកខ្ញុំចាក់ពពួក Evomix វាមាន Evomix F ហើយ Evomix Super បាទដែរថ្នាំហ្នឹងដែលចាក់មួយ cc វាឈ្មោះនឹង33គីឡូសម្រាប់ទម្ងន់សត្វអាសត្វយើងធំចុះឆ្កែយើងចាក់ប្រមាណ33គីឡូវាមិនដល់ទេណាឆ្កែក៏ខ្ញុំចាក់មួយ cc ដែរអត់ងាប់ទេបើគេណែនាំដែរឲ្យចាក់តែកន្លះអូនចាក់កន្លះទៅប៉ុន្តែបើឆ្កែតូចខ្ញុំបន្ថយចាក់គឺរស់ទាំងអស់មែនជាងថ្នាំឲ្យស៊ីថ្នាំដែលខ្ញុំឲ្យស៊ីនោះតែបងមើលថ្នាំមួយនេះជាទូទៅខ្ញុំប្រើអាយវិមិចនេះមានប្រសិទ្ធភាពថ្លៃហ្នឹងមួយ cc ដូចជា2000ឬ3000ហ្នឹងមួយ cc បាទមួយ cc អាហ្នឹងយើងប្រើអាហ្នឹងចាក់ទៅវាធ្លាក់ទាំងអស់សម្រាប់សត្វបាទមានអានេះគឺជួយសម្រាប់ការចាក់ទៅលើសត្វអីទាំងអស់បាទនៅពេលដែលវាកើតទៅលើសត្វទាំងគោទាំងពពែទាំងជ្រូកទាំងអស់គឺយើងប្រើនឹងបានទាំងអស់បាទដែលបងអូនថាវាតែរាកហើយមួយទៀតវាក្អកខេះវាមានវាថាក្អកវាអត់ចង់ញ៉ាំអាព្រូននោះវាមកតាមផ្លូវដង្ហើមចាក់ទៅជួនកាលអាខ្លះធ្លាក់មកតាមមាត់ចឹងហើយដូចខ្ញុំចាក់នឹងជ្រូកខ្ញុំចាក់ទៅធ្លាក់ខ្លះវារើវាធ្លាក់មកតាមច្រមុះតាមមាត់ចឹងណាព្រូនច្រើនណាស់បាទព្រូនច្រើនណាស់ហ្នឹងហើយអញ្ចឹងគឺបាទហើយមិនទៅមកធ្លាក់ហ្នឹងធ្លាក់តាំងពីតុកកែធ្លាក់តាំងពីអីលាក់នឹងលាក់អីបានទាំងអស់បាទឲ្យមើលថ្នាំក្របនេះមួយបាទរៀនគឺយើងយល់ថ្នាំក្របគឺថ្នាំក្របនេះថ្នាំនេះគឺពណ៌ស្វាយសំតិច
này 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 ok này nghe bà năm đi nè bốn năm đi ha chưa một phết năm mũi để dương đã ở cái nhóm lẹ lần vì ta tòng chăng lần che tịch bà vì mình sao mình những lần cừu xa bỏ theo lần mà đi gì đúng anh ấy một đã hơi dạ về bay khá trâu đại bàn mà đòn bay khá ở sim đòn sky mà các bạn nó oi về sim một crop từ anh ấy á các bạn ở sim một crop đó bà đại cho môi sạch ô đại cho môi sạch đại môi sạch hay mà crop biết là like tập pipon đi thế bà mà sky đọc các bạn si đọc crop mà CV mà sao mà ngày thôi lại chờ nè lại chờ bà anh đang ở trái này lơ sạch cô lơ ấy bởi dương mình ban chặt phần tay bỏ y của mic bị chặt đâu vì ru khang nhà năng để dương của bạn chặt cái chúng ta việc khám á bà đã sẵn ở xì tàu bà hay môi tiết ôn ban thời riêng ấy prep và hơi và nói cho dân hỏi nó là chết chặt năm bây giờ cái nó sky này bên đây chết chạy ọt đây thì bà nhưng tinh mà đo mấy cứ đầm lai viết mà nó buôn quan phàm rồi vì mà sao mình hay nó không mùi có bá chạm mùi cc vậy đấy chẳng chập vì cái đọc lỗ nó chạm với mà cc bốn tự tính đâu mà đọc tập 4 con pram đôi tập 5 con thì anh ấy chạ sạch đống á cô bao giờ nào dân pra nó cái đại depo vết mình đi tha bộ mai bộ mà lúc hao cái pra đặt depo năm về dưới phần ta sát cái pra vết mới tiết một việc hao vết đây nè là cái chạm từ lơ cả lô bỏ sạch nó ok mình luôn nó ngay rồi và này cứ anh ấy cứ ok kiki nhé ok mình bà ok bà ô sky ấy ok sum núa lỏ còn xua tha taอายุประมาณអាចលេខបានកូនស្កែប្អូនចាប់ពីអាយុ3ខែ6ខែដល់មួយឆ្នាំហ្នឹងគឺឲ្យលេខបានហើយឲ្យតែអាការប៉ុន្តែនៅពេលដែលប្អូនឲ្យអាទូចត្រូវកាត់វាជា2ឬជា3កាត់វាណាកាត់វាហើយពេលប្អូនឲ្យស៊ីដាក់ជាមួយនឹងសាច់ទៅហើយឲ្យវាស៊ីទៅវារស់ទាំងអស់ហើយវានៅតិចជាអាទូចវានៅតិចជាអាតិចហ្នឹងបងប្អូននេះយកអ៊ីវមិចដែលខ្ញុំប្រាប់មិញហ្នឹងអ៊ីវមិចយកមកចាក់ប៉ុន្តែចាក់តែពាក់កណ្ដាលកន្លះទេมันដល់កន្លះ cc ណាកន្លះហ្នឹងចែកជា2ទៀតបាទអូនចាក់គឺដឹងបាត់បាទហើយហ្នឹងអានេះយ៉ាងហោចណាស់ត្រូវយ៉ាងហោចណាស់គឺត្រូវយល់អាហ្នឹងណាយល់អាឆ្នាំហ្នឹងបាទសម្រាប់ការទម្លាក់ចាយទៅលើនេះយល់យល់ពីហ្នឹងមិនចៃអស់ទេអី អាណាពូណាដបនេះដបនេះអត់ដែលប្រើទេខ្ញុំក៏ពិតខ្ញុំទិញមានម្សិលមានដបអញ្ចឹងហ៎អានេះដបថៃពូដបថៃដេធីកនេះក៏ពិតឆ្នាំមិនទម្លាក់ចាយទាំងអស់ទេបាទលាក់ចាយទេបាទមិនមែនទេមានវិជាទេបាទមួយឆ្នាំទឹកបាទឆ្នាំទឹកទៅពូណាបាទតែយើងប្រើអានេះមួយចាក់មួយលេបអាមួយទឹកមួយគ្រាប់នេះទឹកអានេះគ្រាប់បាទកុំឲ្យខាំគូប្រើគ្រាប់មកទៅឥឡូវហ្នឹងគេថ្នាំគេនេះវាស្រួលណាបាទចឹងទៅវិញយល់ហើយមែនទេយ៉ាងហោចណាស់ក៏ចេះដាក់ថ្នាំទម្លាក់ចាយឆ្កែចេញពីផ្ទះដែរឆ្កែបើសិនមិនដាក់វាឡើងតបៅឲ្យក្លិនស្អុយណាស់ឡើងស្អុយគេស៊ីហ្នឹងត្រូវចាក់មួយហើយ
ហើយរហើយប្អូនរយៈពេល1ខែចាក់ម្ដងទៀត1ខែឬ2ខែចាក់មួយទៀតចាក់អ៊ីវូមិកខ្លាំងយ៉ាងនេះទៀតអ៊ីវូមិកអាស៊ុបពើហ្នឹងណាបាទចាក់វាបដ ாய் ប៉ុន្តែលោកគ្រូជួយឆ្លើយជូនគាត់តិចគ្រូខ្ញុំបញ្ជាក់ថែមប៉ុន្តែតែមួយពពេកោស៊ូគាត់មកទៀត បាទគាត់ស្បាស៊ូដែរគាត់តាមវាបានដល់ដល់បានគាត់ បាទបាទ គាត់ជាយេស៊ូចឹងអាហ្នឹងវាបង្កដល់បាទបាក់តេរីក្រាមដកទៅបងអូនណាបាទអញ្ចឹងយើងអាចចាក់ប្រើថ្នាំហ្នឹងទៅហើយយើងចាក់រយៈពេល5ថ្ងៃពេលបាទយើងចាក់អង់យូទិកនៅក្នុងក្រុមតើនេះទៅបេតាឡាតាមីននឹងឯងបាទប៉ុន្តែយកអាមុកណាយកភេទអាមុកទៅចាក់បាទយើងចាក់បើបញ្ចុះកម្ដៅផងបើសិនជាសត្វញីអត់កូនយើងចាក់ជាប់ជាមួយនឹងថ្នាំដេសាស៊ូនដែរដើម្បីបំបត្តិការឈឺចាប់ហើយយើងត្រូវប្រើថ្នាំបញ្ចុះកម្ដៅបាទបូកជាមួយនឹងថ្នាំវីតាមីនប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងប្រើអង់យូទិកសម្រាប់បាទក្រុមបាក់តេរីស៊ីតហើយអូនយកនៅគ្រួសារបេតាឡាតាមីនបាទប៉ុន្តែយើងមើលណាដែលក្រាមបូកណាបាទយកក្រាមបូកមកប្រើសិតទឹកពុះព្រោះហ្នឹងវាកើតចេញបុព្វហេតុជំងឺហ្នឹងគឺវាបណ្ដាលមកពីបាក់តេរីក្រាមបូកបាទចឹងព្យាយាមចាក់5ថ្ងៃណាចាក់ព្រឹកចាក់ល្ងាចអិនជាបាទហើយនៅលើ10ឆ្នាំហ្នឹងគឺបង្ហាញអំពីកម្ពស់ជាសិនវាអំពីកំហាប់អញ្ចឹងតើ10គីឡូក្រាមយើងអាចទៅប្រើថ្នាំប្រមាណcc យើងត្រូវពិនិត្យមើលនៅលើកម្ពស់សិនហ្នឹងផងបាទហើយឱសថដែលត្រូវបញ្ចូលគឺយើងចាក់នៅលើសាច់ដុំ IM ហើយប្រើបញ្ចូលទៅតាមទំហំនឹងដែរបាទសត្វតូចប្រើបញ្ចូលតូចបាទ18បាទនិយាយរួមបើសិនជាតូចយើងប្រើបញ្ចូលទៅតាមសមាមាត្រនៃខ្លួនសត្វដែរដើម្បីបន្ថយការឈឺចាប់ក្រោយពីយើងចាក់ទៅមុននឹងចាក់យើងត្រូវធ្វើអនាម័យវាដែរដោយលោកគ្រូមានប្រសាសន៍អញ្ចឹងបើជាអាចមានអាល់កុលសម្រាប់ត្រង់ម្ដុំណាដែលយើងនឹងចង់ចាក់ហើយកន្លែងណាដែលមានសាច់ដុះជាបន្តអីបង្កទៅជារបួសស្នាមផ្ទុះឬជាអំបៅហ្នឹងយើងត្រូវតែលាងសម្អាតដោយអាល់កុលឬអាយ៉ូឌីនមាននៅចូលក្នុងតែម្ដងចាខ្ញុំធ្លាប់ផ្ទះកាហ្វេមួយមើលហ្នឹងវាតបៅក្នុងក្បាលនៅក្នុងក្បាលបាទវាស៊ីរូបក្នុងវាចេញខ្ទុះពីខាងក្នុងចេញទៅក្នុងបាទអញ្ចឹងមានតែយើងការវាកាត់ទេវាកាត់វាកាត់ដើម្បីលាងសម្អាតយកខ្ទុះចេញហើយបានយើងចាក់តាមផ្សះចាក់អង្គប៊ីយូទិកអង្គទីប៊ីយូទិកហ្នឹងយ៉ាងម៉េចដែរកាហ្វេនោះបាទគ្រូកាហ្វេហ្នឹងវាស៊ីដុសសាច់ពេញក្បាលហ្នឹងហ្មងសាច់វាជំពាមហ្មងច្រើននឹងណែនពេញហ្នឹងហើយវាមានខ្ទង់នៅក្នុងហ្នឹងប៉ុន្តែដល់ពេលវាស់ទៅមិនដែរពេលវាហើយជាមួយរយៈចឹងទៅកើតទៀតសាច់វិញកើតទៀតបាទកើតទៀតអាហ្នឹងដោយសារទំហំសកម្មភាពបាក់តេរីវាធំជាងទំហំសកម្មភាពរបស់អង្គយូទិកដែលយើងប្រើបាទអញ្ចឹងយើងប្រើត្រឡប់មកប្រើឡាំងកូមីស៊ីនក៏បានដែរហើយយើងមើលកំហាប់ថ្នាំណាដែលមានខ្ពស់ខ្លាំងតែយើងប្រើសមជាមួយជំងឺទៅហើយអញ្ចឹងបងអូនត្រូវបដូរថ្នាំហើយធ្វើការព្យាបាលវាដោយយកចិត្តទុកដាក់បំផុតណាយកមកដាក់កន្លែងដែលមានដូចលោកគ្រូថាដល់មានកន្លែង research បន្ទប់ research បន្ទប់ដែលសម្រាប់ព្យាបាលវាដែលអាចពីគេព្រោះហ្នឹងវាអាចជាជំងឺឆ្លងអញ្ចឹងវាសំខាន់ហើយយើងយកចិត្តទុកដាក់ខ្លាំងមែនទែនក្នុងការព្យាបាលនិងការថែទាំវាហើយពីច្រើនវាកើតតែលើប៉ប៉ែឈ្មោះបាទឲ្យតែប៉ប៉ែធំចន្លោះពី40-50គីឡូអីគឺកើតមិនមែនជាទូទៅទេចាហ្នឹងហើយចឹងគាត់ថាវាបង្កទៅដោយបាក់តេរីហើយវាខាត់នៅក្នុងតែមួយនឹងទៀតចឹងថាគេទាំងអស់នោះគឺមានគេថាអង្គតិកការពារមួយនឹងអាចវាខ្សោយជាងគេឬក៏ភេទបា
ឲ្យទៅបាវាមានអង្គទៅកការពីជំងឺទៀតជាងគេអញ្ចឹងណាបាទអញ្ចឹងតើយើងព្យាយាមទីបងណានឹងចូលការជំងឺខ្លះក៏យើងមិនពិបាកក្នុងការព្យាបាលដែរកុំថាវិជាប្រសិទ្ធហ្នឹងហើយយើងអាចសង្គ្រោះជីវិតបានគ្រប់អត់មានទេមិនអាចបានទេក៏តែមានការការពារដូចថាយើងធ្វើវ៉ាក់សាំងក៏យើងធ្វើជីវសុវត្ថិភាពយើងមានការថែទាំខ្ពស់យើងចេះតែឲ្យវីតាមីនវាឲ្យខ្លាំងដើម្បីឲ្យមានថាមពលចេញពីជំងឺអញ្ចឹងណាមានចំណុចច្រើនទៀតដែលធ្វើឲ្យការចាប់សត្វជោគជ័យអញ្ចឹងមានច្រើនប៉ុន្តែវ៉ាក់សាំងมันប្រកាសថាគាត់ទៅព្យាបាលតាំង100ក្បាលជាមិនបានអត់ទេប៉ុន្តែត្រូវតែមានឆន្ទៈមុតក្នុងការតស៊ូព្យាយាមទៅបន្តបាទអរគុណអូនប៉ុន្តែយើងព្យាយាមនឹងរកថ្នាំអសត់ណាបើមានពេលយើងជួយមើលហើយខ្ញុំនឹងចង់ប៉ុន្តែយើងអត់ស្អីអត់មានឡាបូបើមានឡាបូយើងនិយាយថាធ្វើចូលទៅពិនិត្យណាមើលមានតែក្នុងពេញណាយើងបាត់បោទៅលើមានគ្រូបាទបងបាត់បោមានទេគ្រូណាអត់មានក៏អ៊ីចិត្តអត់មានផងថាមានមិនអត់យកមកគម្រោងរបស់ជាសិតគ្រូបាទអត់មានទេអញ្ចឹងពិបាកដែរហ្នឹងហើយអញ្ចឹងអរគុណបងណាហ្នឹងហើយយើងជួយមើលគ្នាគេបន្ថែមទៅអ្វីដែលលោកគ្រូបានជម្រាបជូនបងអូនអូ sorry សំទោសអត់មកបាទញ៉ាំជូនបងអូនតិចតកតងទៅនឹងជំងឺប្រភេទនេះក៏ពិតវាមានជំងឺច្រើនដែលបងអូនសួរប៉ុន្តែករណីទៅលើជំងឺនេះវាតកតងទៅនឹងជំងឺដែលធ្វើឲ្យរលាកដែលបងអូនថាអីរលាកនៅពេលវះទៅសួរដេមាត់ឬក៏ស្បែកបានមកខាងលើណាបាទបើយើងទីនេះយើងអាចថាកើតជំងឺតកតងទៅនឹងរលាកស្បែកណាហើយក្នុងហ្នឹងជំងឺហ្នឹងគឺវាឆ្លងតកតងទៅនឹងមាត់ឬក៏ច្រមុះសត្វណាពពេបាទហើយវាច្រើនកើតនៅចំពោះពពេហើយនឹងពពេជៀមសត្វហ្នឹងជាមួយគ្នាណាហើយរោគសញ្ញារបស់វាគឺតបៅស្ងួតសំទោសតបៅរាស្ងួតហើយពោះថ្នោតនៅជុំវិញមាត់ច្រមុះអីលក្ខណៈដែលវាកើតហើយវាមានកំមឬក៏ធ្វើឲ្យសត្វនឹងឈឺអញ្ចឹងណាបងបាទខ្ញុំលោកខ្ញុំឲ្យបងមើលអ្វីជាការណែនាំដែលបានសម្រាប់ការណែនាំតែមិនមានស្នាមប្រេះនៅលើបបោមាត់សត្វកាលណាដល់អញ្ចឹងអត់សូវចង់ស៊ីចំណីទេទុកយូរទៅងាប់បើវាអត់ស៊ីមិនដាច់ពោះបាទហើយសត្វអាចបណ្ដាលឲ្យសត្វមានការឈឺចាប់ហើយមួយទៀតគឺវាអត់ឃ្លានចំណីហើយវាអត់ព្រមស៊ីទេយើងតែងថាឲ្យតែសត្វអត់ឈឺយើងចាប់ដើមយកស្មៅទៅបញ្ចុកយកអីចឹងណាបើដូចជ្រូកហ្នឹងទៅគេបញ្ចុកគេបំបគេធ្វើនេះឲ្យស៊ីចឹងទៅវិធានការការពារបំបែកសត្វចេញដូចលោកគ្រូគាត់លើកឡើងមិញអត់ឲ្យនៅជាមួយគ្នាទេហើយជាញឹកញាប់ត្រូវតែធ្វើវ៉ាក់សាំងពី8ទៅ6សប្តាហ៍យើងចាក់វ៉ាក់សាំងឡើងវិញជាទូទៅគឺបន្ទាប់ពីបើក្នុងនេះយើងតែសេរហូតដល់2ឆ្នាំតែទៅពេលខ្លះមិនដល់2ឆ្នាំយើងលក់បាត់ហើយបាទហើយវិធានការតាក់ទងនឹងការព្យាបាលទីមួយយើងត្រូវផ្ដល់ចំណីទុនបើន័យថាសត្វកាលណាវាឈឺបងចាំចុះវាអត់សូវចង់ស៊ីអាចំណីរឹងទេចឹងបងមើលពពេវាចូលចិត្តស៊ីអីហើយចំណីទុនណាដែលវាងាយក្នុងការរំលាយអាហារឲ្យវាស៊ីទៅយើងគិតថាសត្វវាមិនដែលឥឡូវខ្ញុំឧទាហរណ៍ដូចខ្លីពេលដែលសត្វអស់កម្លាំងវាអត់បើទឹកដោះយើងមិនទិញទឹកដោះគោទៅឲ្យវាបើបាទឬក៏វីតាមីនទៅបើអាហ្នឹងក៏វាជួយដែរជំនួសក្នុងការដែលវាប្រើឲ្យបើស្ដោះសត្វប៉ុន្តែចំពោះសត្វតូចសត្វធំក៏ដោយឲ្យតែដាច់ចំណីដូចមនុស្សចឹងដឹងថាស្លាប់ហើយដាច់ចំណីដាច់ទឹកទៀតមិនរស់ចឹងត្រូវតែយើងប្រើឲ្យបើវាមិនស៊ីចំណីយើងត្រូវប្រើចំណីដែលទុននេះអាចបញ្ចុកអាចបន្ថែមវាបានហើយតបៅមាត់តបៅទាំងអស់គឺយើងប្រើលាបគេឈ្មោះវាគឺអាលុំបើន័យថាពពួកដូចជាសាច់ជូរចឹងណាពួកបាទជូរខៀវពេលដែលយើងលាបទៅវាធ្វើឲ្យអាផ្សះអាហ្នឹងបាទយើងប្រើតែសាច់ជូរខៀវសាច់ជូររាវនេះណាគេមកភាសាវាគឺឈ្មោះវាអាលុំណា5%បាទដុំណា
បាទដុំវាហ្នឹងអាហ្នឹងក៏ជាផ្នែកក្នុងការជួយព្រោះឥឡូវនេះវាមានថ្នាំសម្រាប់លាបថ្នាំបរោថ្នាំសត្វបានថ្នាំមនុស្សអាថ្នាំយើងលាបបាទដូចអត់មែនទេថ្នាំក្រហមហ្នឹងហើយបេតាឌីនក៏លាបបានដែរបេតាឌីនយើងហ្នឹងណាលាបសះបាទជួយហើយយើងកេះកម៉តបៅមិនយើងលាបជាបាលដូចមនុស្សចឹងដែរហើយកន្លែងមុខរបួសមុខអីហ្នឹងគឺត្រូវអាសាសម្អាតវាកុំឲ្យបាក់តេរីវាឆ្លងទៀតបាទហើយបងហ្នឹងហើយអាហ្នឹងគឺជាការជាបាលហើយមួយបន្តិចដូចលោកគ្រូគាត់បញ្ជាក់គឺចាក់ពពួកថ្នាំអង់ទីតិចសម្រាប់សះនៅខាងក្នុងបាទគឺយើងអាចប្រើវាសម្រាប់ការព្យាបាលហើយបើសិនជាក្នុងករណីថាយើងមើលថាវាអស់លទ្ធភាពហើយខ្លួនយើងព្យាបាលមិនបានឬក៏អស់ពីសមត្ថភាពយើងអញ្ជើញពេទ្យសត្វគេទៅគាត់ធ្លាប់ព្យាបាលបាទគេមានថ្នាំសម្រាប់ចាក់ថ្នាំខ្លះក៏មានចាក់មួយមុខហ្នឹងកាលខ្ញុំធ្លាប់ចាក់ថ្នាំសត្វខ្ញុំចាក់លើ3មុខបញ្ចូលគ្នាប៉ុន្តែមិនមែនមកដល់លាយចូលគ្នាទេចាក់បូកបាទដូចយើងប្រើថាឥឡូវសត្វកំពុងថាក្តៅខ្លួនបើសិនជាយើងចាក់ប៉ារ៉ាគេយកប៉ារ៉ាទៅចាក់ឲ្យខ្លះគេប៉ារ៉ាបូកនឹងស៊ីទៀតក្នុងហ្នឹងបាទគេហៅថាដើម្បីបន្ថយបង្អាក់អាមេរោគហ្នឹងកុំឲ្យវាគ្មានប្រតិកម្មខ្លាំងដើម្បីយើងចាក់បាន5នាទីមិនយើងចាក់ព្យាបាលមានទៅដល់ឃើញសត្វក្តៅពុបទៅដល់ព្យាបាលភ្លាមមែនទេអាហ្នឹងអត់ទេអញ្ចឹងណាបងបាទនិយាយសួរបាទបាទអញ្ចឹងហ្នឹងហើយអញ្ចឹងអានេះខ្ញុំដោយសារបងអូនជជែកគ្នារឿងប្រពេហើយខ្ញុំក៏មានឯកសាររឿងប្រពេដែរហើយយើងមានឯកសារគេនិយាយពីរឿងប្រពេបានគ្រូអត់អីទេខ្ញុំឲ្យបានយកទៅចុះបានឥឡូវខ្ញុំអត់ទេខ្ញុំផ្ញើចូល Telegram វិញខ្ញុំផ្ញើ Telegram ពូក៏បានដែរឥឡូវនេះខ្ញុំអត់សូវប្រើផ្លាស់វាឆ្លងមេរោគដាក់ទៅឆ្លងគាំងកុំព្យូទ័រឡើងហ្នឹងហើយមកស្ទុះហ្នឹងវាបញ្ចូលអញ្ចឹងបានថា scan Telegram មកបើក Telegram scan ខ្ញុំផ្ញើឲ្យបានអត់បាញ់ខ្ញុំផ្ញើឲ្យគាត់ក៏បានដែរខ្ញុំផ្ញើឯកសារប្រពេឲ្យ